listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយ Vuthu Azizi Serai នេះជាកម្មវិធីផ្សាយរបស់ Vuthu Azizi Serai ជាភាសាខ្មែរ Vuthu Azizi Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រី ចា៎នាងខ្ញុំម៉ៅសុធានីក៏សូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អាន យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសៅរ៍ 11 កើតខែមករាឆ្នាំវកអត្តស័កពុទ្ធសករាជ 2560 ត្រូវនឹងថ្ងៃទី 10 ខែធ្នូគ្រិស្តសករាជ 2016 ចា៎ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃអ្នកវិភាគលើកឡើងថាអង្គភាពប្រឆាំងអំពើពុករលួយអាចស៊ើបអង្កេតបានលើសារសន្ទនាបែកធ្លាយរវាងគ្រួសារលោកហ៊ុនសែននិងនាងធីសវណ្ណថាចាតុលាការនឹងប្រកាសសាលក្រមថ្មីចាប់ប្រកាន់លោកសំរងស៊ីពីបទក្លែងបន្លំឯកសារសាធារណៈនៅថ្ងៃទី 27 ខែធ្នូសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែមលីតុលាការនៅតែបន្តស៊ើបអង្កេតនៅឡើយអ្នកប្រដាល់លំដាប់ពិភពលោកនិងប្រធានាធិបតីហ្វីលីពីននឹងមកទស្សនកិច្ច2ថ្ងៃនៅកម្ពុជារួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានពិស្ដាចាលោកនាងជាទីមេត្រីអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតលើសារឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមហើយតែគេសង្ស័យថាជាសារសម្លេងនិងជាសារអក្សររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនម៉ាណិតនិងកញ្ញាធីសវណ្ណថានៅឡើយទេចំណែកឯអ្នកវិភាគវិញយល់ថាសារនេះគឺជាតម្រុយមួយសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយអាចបើកការស៊ើបអង្កេតបានចាអ្នកស្រីខែសំណងរាយការណ៍ព័ត៌មាននេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយថាมันមានសមត្ថកិច្ចស៊ើបអង្កេតសារសន្ទនាដែលបានបែកធ្លាយដែលសង្ស័យថាធ្វើឡើងរវាងគ្រួសារលោកហ៊ុនសែននិងកញ្ញាធីសវណ្ណថានោះទេលោកអោមយិនទៀងប្រធានអង្គភាពនេះឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរីថាអង្គភាពប្រឆាំងអំពើពុករលួយពុំមានសមត្ថកិច្ចស៊ើបអង្កេតសារសន្ទនាដែលបានបែកធ្លាយតាមបណ្ដាញសង្គម Facebook ដែលគេសង្ស័យថាជាសារសម្លេងនិងសារជាអក្សររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយកញ្ញាធីសវណ្ណថានិងសាររវាងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណិតនិងកញ្ញាធីសវណ្ណថានោះឡើយលោកបន្តថាការចាប់សំណុំរឿងរបស់លោកកឹមសុខានិងនាងឃុំច័ន្ទតារាទីហៅស្រីមុំកន្លងមកមិនមែនជារឿងសម្ព័ន្ធភាពផ្លូវភេទរបស់បុគ្គលនោះទេប៉ុន្តែការចាប់នោះដោយសារមានការបែកធ្លាយសារដល់រឿងសោកប៉ាន់សាក់សីខ្ញុំអរគុណណាស់បើអាស៊ីសេរីឲ្យតម្រុយមកខ្ញុំថាហ្នឹងវាពាក់ព័ន្ធមេត្រាប្រហែលនៃច្បាប់យើងខ្ញុំព្រោះខ្ញុំឃើញអាស៊ីសេរីមានចេតនានយោបាយច្បាស់លាស់មូលបង្កាច់យើងខ្ញុំចាប់លើកមុននេះអត់មានចាប់រឿងអាណាទៅរកស្រីញីអីពុនចុងពុនដើមទេអញ្ចឹងឥឡូវរឿងបែកធ្លាយហ្នឹងពាក់ព័ន្ធស្អីដែលជាសមត្ថកិច្ចរបស់យើងខ្ញុំសូមប្រាប់អត់ត្រង់មកថាណែអមទៀងខ្ញុំឃើញនិយាយចេះបើតាមច្បាប់ការចេះវាមាននេះខ្ញុំសូមឆ្លើយត្រង់ចឹងបើសំណួររបៀបនយោបាយខ្ញុំសូមឆ្លើយនយោបាយវិញលោកអោមយិនទៀងថ្លែងបែបនេះនៅពេលជួបអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ទិវាប្រឆាំងអំពើពុករលួយថ្ងៃទី 9 ធ្នូដែលធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីពេលថ្មីនេះមានការបែកធ្លាយសារសន្ទនាមួយដែលគេសង្ស័យថាជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងកូនប្រុសរបស់លោកគឺលោកហ៊ុនម៉ាណិតជាប្រធានអង្គភាពចារកម្មនៃក្រសួងការពារជាតិដែលបង្ហាញពីការពិភាក្សាគ្នារវាងកញ្ញាធីសវណ្ណថាអំពីមធ្យោបាយបង្ខូចឈ្មោះនិងរៀបចំផែនការបំផ្លាញគណៈបកប្រឆាំងតាក់ទងទៅនឹងបញ្ហានេះនាយកកម្មវិធីនៃអង្គការដំឡាភិបកម្ពុជាលោកពេជ្រពិសីថ្លែងថាករណីបែកធ្លាយនេះលោកពុំឃើញមានតម្រុយណាមួយនៃការសោកប៉ាន់និងប្រព្រឹត្តអំពើពុករលួយទេប៉ុន្តែលោកស្នើឲ្យ ACU អនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាតើក្នុងករណីនៃការសន្ទនាគ្នានេះតើមានតម្រុយឬអត់នេះជាសមត្ថកិច្ចដែលអង្គភាពប្រឆាំងអំពើពុករលួយអាចសម្រេចចិត្តដោយខ្លួនឯងបានប៉ុន្តែលោកអ៊ូវរៈប្រធានអង្គការវេទិកាអនាគតមានទស្សនៈថាវាជាករណីមួយមានថវិកាច្រើននិងពាក់ព័ន្ធជាមួយបុគ្គលសាធារណៈផងដែលជារឿងមួយគួរឲ្យយកចិត្តទុកដាក់ប៉ុន្តែបើសិនជាបន្តឃ្លាំមើលក្រែងលោមានតម្រុយជាងនេះទៅទៀត ACU អាចផ្ញើលិខិតទៅសាកសួរបានទៀតផងលោកថាការស៊ើបអង្កេតលើរឿងបែបនេះក៏ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែរប៉ុន្តែប្រហែលជាពិបាកពីព្រោះ ACU មិនទាន់ឯករាជ្យពីនាយករដ្ឋមន្ត្រីនោះទេ
តែយើងមើលមែនតើពាក្យមែនតើទៅគឺគាត់ទៅទូជាពីយុរ៉ុបទៅនិងគណៈរដ្ឋមន្ត្រីណាខ្ញុំមិនមានឯកសារទៅការឆ្លើយតបរបស់គាត់ជាមួយគ្នានោះលោកអោមយិនទៀងក៏បានឆ្លើយតបទៅនឹងការអំពាវនាវរបស់សង្គមស៊ីវិលកាលពីពេលថ្មីៗនេះដែលទាមទារឲ្យបង្ហាញតម្លាភាពនៃថវិកាមូលនិធិរបស់កញ្ញាធីសវណ្ណថាពលគឺត្រូវមានតម្លាភាពពីប្រភពដែលធីសវណ្ណថាបានទទួលប្រាក់លោកអោមយិនទៀងបានឆ្លើយតបដូចនេះឥឡូវមានចលនាមួយ NGO ប្រហែលទាឲ្យធីសវណ្ណណាតម្លាភាពហ្វុនខ្ញុំអរដែរវាមិនចូលប៉ុន្តែវានៅក្នុងកិច្ចការប្រកាសធ្វើទាំងអស់គ្នាដែរឥឡូវ NGO 4000ស្រុកខ្មែរធ្វើទាំងអស់គ្នាមកកុំចាប់បខំតែមួយធ្វើអា 3000 ទៀតមិនធ្វើហ្មងទេអ្នកឯងទទួលលុយពីបរទេសមកហ្មងនិយាយគ្នាដូចគ្នាកុំឲ្យ NGO ក្នុងស្រុកខ្មែរគ្នាលហាមគ្នាអត់អីទីបំផុតគ្នាដួលងាប់ម្ដងមួយហើយ NGO ដាក់4 5ទេលុយកភ្នំមកហើយអត់មានអាណាត្រួតពិនិត្យបានទៀតកាលពីថ្ងៃអាទិត្យសប្តាហ៍មុនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ល្បីឈ្មោះកញ្ញាធីសវណ្ណថាបានប្រកាសខ្លួនថាទទួលថវិកា$3 លានពីបណ្ដាញមូលនិធិអន្តរជាតិដើម្បីឧបត្ថម្ភលើការផ្ដល់អាហារូបករណ៍សិក្សាជាបន្តបន្ទាប់នៅឧត្តមសិក្សាបានជំរុញឲ្យមានការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលឲ្យបង្ហាញពីតម្លាភាពនៃប្រភពថវិកានេះមួយសប្តាហ៍បន្ទាប់ពីការបែកធ្លាយដែលគេសង្ស័យថាជាសារសន្ទនាដែលបង្ហាញពីការសន្យាផ្ដល់ប្រាក់ចំនួន$1 លានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅឲ្យរូបនាងកន្លងទៅនៅពេលមានការបញ្ចេញខ្សែអត្ថសម្លេងឆ្លើយឆ្លងដែលគេសង្ស័យថាជារបស់លោកកឹមសុខានិងអ្នកនាងឃុំចន្ទរាទីហៅស្រីមុំករណីនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការស៊ើបអង្កេតក្រោយពីមានពាក្យបណ្ដឹងមួយចំនួនប្រឆាំងនឹងលោកកឹមសុខាបណ្ដឹងទាំងនេះបានធ្វើឲ្យលោកកឹមសុខាត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារចំនួន5 ខែនិងមេឃុំគណៈបកប្រឆាំងមួយរូបជាប់ពន្ធនាគារ5 ឆ្នាំផងដែរក្រៅពីនោះនៅមានមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីកោជបចំនួន5នាក់កំពុងជាប់ពន្ធនាគារនៅឡើយចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីប៉ះសិនបើលោកនាងចង់ទស្សនាវីដេអូអំពីរឿងនេះសូមលោកនាងកញ្ញាចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី www.rfa.org/khmer និង YouTube www.youtube.com/rfa ខ្មែរវីដេអូចាហើយនឹងតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa Cambodia ចាសូមអរគុណលោកដានៀងកញ្ញាជាទីមេត្រីចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកលៀងសំណាប់និងប្រកាសសាលក្រមថ្មីមួយទៀតចាប់ប្រកាន់លោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនៅថ្ងៃទី27ខែធ្នូឆ្នាំ2016ខាងមុខចាលោកសំរងស៊ីនិងជំនួយការរបស់លោកពីរនាក់ទៀតរួមមានលោកសម្បត្តិសត្យាដែលជាអ្នកកាត់តវីដេអូហើយនិងលោកអឹងជុងលៀងហើយកូនជ្រូកត្រូវបានតុលាការចាប់ប្រកាន់ពីបទសំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា29មាត្រា629និងមាត្រា495នៃក្រមព្រហ្មទណ្ឌចាំមេធាវីការពីក្តីរបស់លោកសំរងស៊ីគឺលោកសំសុគង្គឲ្យដឹងថាសវនាការពីថ្ងៃសុក្រម្សិលមិញគឺមានលោកហុងសុខួរចូលរួមជាសាក្សីលោកហុងសុខួរគឺជាសមាជិកប្រតិភិមកពីគណៈបកសំរងស៊ីដែលបានត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ7 ឆ្នាំក្រោមបទចោទចំនួន3ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2016លោកមេធាវីសំសុគង្គបន្តថាក្រុមប្រឹក្សាជំនុំជម្រះសាកសួរលោកហុងសុខួរដែលជាសាក្សីទៅជាជនជាប់ចោទទៅវិញហើយថាការសាកសួរសាក្សីនេះគឺខុសពីអង្គហេតុនៃសវនាការដោយសារនៅក្នុងសំណុំរឿងសវនាការនេះគឺយើងសវនាការលើសំណុំរឿងសំគំនិតបាទអញ្ចឹងយើងគួរតែសួរតាក់ទងនឹងតំណែងតំណងរវាងចារីហើយអ្នកប្រព្រឹត្តហ្នឹងជាមួយនឹងអ្នកដែលហៅថាអ្នកសំគំនិតប៉ុន្តែអ្វីដែលជាការសួរគឺសួរតាក់ទងនឹងអង្គហេតុនៃការបរោះព្រំដែនការបរោះសិទ្ធិសញ្ញាផ្សេងៗទៅវិញចាលោកសំសុគង្គពុំមានជំនឿថាកូនក្តីរបស់លោកទទួលបានយុត្តិធម៌ពីតុលាការនោះឡើយលោកថាកន្លងមកបើទោះបីជាក្រុមមេធាវីរបស់លោកបានបង្ហាញភស្តុតាងដោះបន្ទុកយ៉ាងណាក្តីក៏តុលាការនៅតែផ្តន្ទាទោសដដែល
จากក្រៅតែពីទទួលរងការចាប់ប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងយុយងបង្កឲ្យមានភាពបឹកបោរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលោកសំរងស៊ីក៏នៅរងបទចោទ4ផ្សេងទៀតគឺពាក់ព័ន្ធនឹងបទបរិហាកេរមន្ត្រីជាន់ខ្ពស់របស់បកកណ្ដាលអំណាចរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហេងសំរិននិងលោកហៅណាំហុងចាលោកអ្នកស្ដាប់ជាទីមេត្រីរឿងដាច់ដライតាក់ទងនឹងឃាតកម្មលើរូបលោកបណ្ឌិតកែមលីអ្នកវិភាគបញ្ហាសង្គមនិងនយោបាយវិញមន្ត្រីអាយកាអមតុលាការក្រុងភ្នំពេញបញ្ជាក់ថាទំនុំរឿងឃាតកម្មនេះគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការនៅឡើយអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោកលីសុផាន់ណាប្រាប់អធិស្រីតាមបណ្ដាញទំនាក់ទំនង Telegram កាលពីម្សិលមិញថាការស៊ើបអង្កេតនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេពីព្រោះថាការស៊ើបអង្កេតគឺវាអាស្រ័យទៅលើទំហំនៃសំណុំរឿងចាលោកក៏បានបញ្ជាក់ថាកិច្ចការអាយកាគឺមិនដូចជាកិច្ចការរដ្ឋបាលសាធារណៈទេលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដានៅក្នុងហាងលក់ទំនិញ Star Mart នៅស្ថានីយ៍ចាក់សាំងកាស្តិចបូកូដែលមានរយៈពេល5ខែហើយគិតចាប់ពីថ្ងៃបាញ់សម្លាប់ដល់ពេលនេះមានជនត្រូវចោទម្នាក់ប៉ុណ្ណោះដែលសមត្ថកិច្ចនិងតុលាការបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះក្រៅពីនេះអ្នកសំគំនិតនិងអ្នកបញ្ជានៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះគឺតុលាការបានអះអាងថាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយចាប់ពីខេត្តកំពតអនុវិញកម្លាំងនគរបាលស្រុកឈូកបានចុះទប់ស្កាត់ការប្រព្រឹត្តទង្វើសិទ្ធិមនុស្សអន្តរជាតិ10ធ្នូដែលរៀបចំនៅក្នុងសហគមន៍អង្គស្វាយតំណាងប្រជាពលរដ្ឋចាត់ទុកវិធានការរបស់នគរបាលនិងភាគីពាក់ព័ន្ធនៅក្នុងមូលដ្ឋាននេះថាជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគេចាសសូមអញ្ជើញលោកដានៀងស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតន៍ការចេញបំរាមនេះត្រូវបានតំណាងប្រជាពលរដ្ឋអាងថាអាជ្ញាធរមូលដ្ឋានចោទប្រកាន់រៀបចំកម្មវិធីថាអ្នកប្រពៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះពុំមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ពីអាជ្ញាធរខេត្តហើយការចេញគោលការណ៍បិទកម្មវិធីនេះគឺដើម្បីរក្សាសន្តិសុខស្ដាប់ធ្នាប់និងសុវត្ថិភាពនៅក្នុងមូលដ្ឋានលោកហ៊ួនសវណ្ណីដែលអះអាងថាជាតំណាងប្រជាពលរដ្ឋនៅភូមិអង្គស្វាយស្រុកឈូខេត្តកំពតរិះគន់ចំណាត់ការរបស់មន្ត្រីនគរបាលនិងអាជ្ញាធរពាក់ព័ន្ធថានេះជានយោបាយគៀបសង្កត់សិទ្ធិសេរីភាពហើយពង្រឹងអំណាចខ្លួនឯងប៉ុណ្ណោះលោកបន្តថាការរស់នៅសប្តាហ៍ថ្ងៃនេះគឺហាក់ដូចគ្មានសិទ្ធិសេរីភាពទេពលសិទ្ធិនេះបានទៅលើតែភីគីណាដែលគ្រប់គ្រងរដ្ឋាភិបាលប៉ុណ្ណោះលោកហ៊ួនសវណ្ណីឲ្យដឹងថាបើទោះជាពលរដ្ឋព្យាយាមបញ្យល់អាជ្ញាធរពីគោលបំណងនៃការរៀបចំបែបណាក៏ដោយមន្ត្រីដែលចុះប្រតិបត្តិការអះអាងថាគេមិនខ្វល់ពីរឿងច្បាប់ឡើយសំខាន់គឺបទបញ្ជាពីថ្នាក់លើខ្ញុំកំពុងថាខ្ញុំនឹងបាត់បង់នៅសិទ្ធិព្រោះថាសិទ្ធិប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិមិនចឹងណាបងណាអញ្ចឹងខ្ញុំចង់ដឹងពីទិវាសិទ្ធិមនុស្សនឹងរបៀបម៉េចពួកខ្ញុំជាប្រជាពលរដ្ឋមិនមានចំណេះដឹងគ្រប់គ្រាន់អញ្ចឹងគឺខ្ញុំត្រូវការចំណេះដឹងឥឡូវហ្នឹងសិទ្ធិដែលខ្ញុំត្រូវការទទួលបានហ្នឹងគឺអត់បានការប្រពៃទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនៅឃុំអង្គស្វាយស្រុកឈូខេត្តកំពតនៅពេលនេះត្រូវបរាជ័យទៅវិញក្នុងពេលកម្លាំងចម្រុះរបស់រដ្ឋាភិបាលចុះទប់ស្កាត់មិនឲ្យពលរដ្ឋរៀបចំពិធីនេះលោកហ៊ួនសវណ្ណីឲ្យដឹងថាតាមគម្រោងនៃការរំលឹកខួបលើកទី68នៃសិទ្ធិមនុស្សអន្តរជាតិនេះមានអ្នកចូលរួមប្រមាណ60នាក់ទាក់ទិនរឿងនេះអភិបាលរងស្រុកឈូខេត្តកំពតលោកហុកត្រីអះអាងថាលោកពុំអាចឆ្លើយបំភ្លឺបានទេដោយសារជាប់ប្រជុំយ៉ាងណាក៏ដោយនៅក្នុងលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោកហុកត្រីនៅថ្ងៃទី9ធ្នូឲ្យដឹងថាលិខិតដែលស្នើសុំរៀបចំកម្មវិធីនេះពុំទាន់មានសុពលភាពតាមផ្លូវច្បាប់គ្រប់គ្រាន់ហេតុនេះលោកតម្រូវឲ្យអ្នករៀបចំកម្មវិធីធ្វើលិខិតស្នើសុំសារឡើងវិញពីអភិបាលខេត្តជាមុនសិនលោកអំសំអាតប្រធានគ្រប់គ្រងផ្នែកអង្កេតរបស់អង្គការលីកាដូបង្ហាញការសោកស្ដាយដែលអាជ្ញាធរពាក់ព័ន្ធដាក់កម្លាំងចម្រុះទប់ស្កាត់ការរៀបចំពិធីដែលនិយាយពីការលើកកម្ពស់សិទ្ធិមនុស្សទៅវិញលោកបន្តថាតាមពិតរដ្ឋាភិបាលអាចទទួលបានផលចំណេញពីទិវានេះទៅវិញទេប្រសិនបើរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធស្ដាប់បញ្ហានិងអនុសាសន៍ពីសហគមន៍នោះខ្ញុំគិតថាវាគួរណាស់ទៅលើកទឹកចិត្តសម្រាប់ជាប្រព័ន្ធតែគាត់មានឆន្ទៈក្នុងការចូលរួមរំលឹកនៅខួបលើកទី68នៃទិវាសិទ្ធិមនុស្សអន្តរជាតិហើយក៏បានបង្ហាញនៅកង្វល់ឬក៏បញ្ហាមួយចំនួនផ្សេងទៀតដើម្បីឲ្យអាជ្ញាធរនឹងគាត់បានដឹងបានឮហើយជួយរកដំណោះស្រាយសម្រាប់គាត់ដោយឡែកទាក់ទិនការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនៅភ្នំពេញនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជានៅសួនច្បារត្រង់ចំណុចក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងទីលានប្រជាធិបតេយ្យជាដើមសាលាក្រុងភ្នំពេញមិនបើកភ្លើងខៀវឲ្យប្រារព្ធពិធីឡើយ
បើទោះជាមានបំរាមដូចនេះពីអាជ្ញាធរក៏ដោយចុះក្រុមអ្នកប្រារព្ធពិធីរួមមានសហជីពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅតែបញ្ជាក់ចំហថាពួកគេនឹងជំនះរៀបចំពិធីទៅតាមការគ្រោងទុកសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា27ចែងថាមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់ខ្លួនដោយឡែកមាត្រា35នៃរដ្ឋធម្មនុញ្ញវិញកំណត់ថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវទទួលការពិនិត្យនិងដោះស្រាយដោយអង្គការរដ្ឋផ្ទុយពីនេះទៅវិញអង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថាការស្នើរបស់ប្រជាពលរដ្ឋកន្លងទៅកម្រឃើញអាជ្ញាធររដ្ឋដោះស្រាយណាស់ក្រៅពីដាក់កម្លាំងចេញបង្ក្រាបឬចុះទប់ស្កាត់ការជួបជុំដែលការប្រមូលផ្ដុំសម្ដែងមតិនេះមានធានាដោយច្បាប់កម្ពុជារបស់ប្រទេសផងខ្ញុំមកមនីរតអាស៊ីសេរីភ្នំពេញលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកការសាងសង់ទំនប់វារីអគ្គិសនីដនសហុងរបស់ប្រទេសឡាវនាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គនិងធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរតើកត្តាអ្វីខ្លះដែលនាំឲ្យមានការប៉ះពាល់ទាំងនោះបាទសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃអ្នកប្រដាល់លំដាប់ពិភពលោកមនីប៉ាគីអាវនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាមួយនឹងប្រធានាធិបតីហ្វីលីពីនគឺលោករ៉ូឌ្រីហ្គោដូតឺតេចាប់ពីថ្ងៃទី13ដល់ទី14ខែធ្នូសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជានេះគឺស្របតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថនរោត្តមសីហមុនីក្នុងដំណើរទស្សនកិច្ចនេះក្រៅពីប្រជុំគាត់ព្រះមហាក្សត្រប្រធានាធិបតីហ្វីលីពីនក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាលោកហ៊ុនសែននិងលោកដូតឺតេនឹងចុះហត្ថលេខាលើឯកសារចំនួន2គឺអនុសារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡាចាលោករ៉ូឌ្រីហ្គោដូតឺតេបានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីចុងខែមិថុនាឆ្នាំ2016លោកត្រូវបានអង្គការសហប្រជាជាតិសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិករិះគន់ពីការរំលោភសិទ្ធិមនុស្សដោយសារការអនុវត្តយុទ្ធនាការកណ្ដាប់ដៃដែកប្រឆាំងនឹងអ្នកជួញដូរហើយដែលលោកអនុញ្ញាតឲ្យមានការសម្លាប់ក្រៅប្រព័ន្ធតុលាការយុទ្ធនាការកណ្ដាប់ដៃដែកនេះគឺបណ្ដាលឲ្យមានមនុស្សប្រមាណជា4000នាក់បានស្លាប់ក្រសួងបរិស្ថានដាក់បង្ហាញផ្ទាំងរូបថតចំនួន30ផ្ទាំងស្តីពីបរិស្ថាននិងធម្មជាតិនៅសួនច្បារមុខវត្តបទុមរយៈពេល3ថ្ងៃដើម្បីបង្កើនការស្រឡាញ់និងការថែរក្សាធនធានធម្មជាតិចាក្រសួងនឹងជ្រើសរើសផ្ទាំងរូបថតចំនួន3សន្លឹកដែលល្អជាងគេដើម្បីផ្ដល់ជារង្វាន់លោកប្រាជ័យរាយការណ៍ព័ត៌មាននេះផ្ទាំងរូបថតបង្ហាញពីសម្រស់ព្រឹកព្រៃបឹងទន្លេសកម្មភាពដើមឈើការបំពុលបរិស្ថាននិងសកម្មភាពរើសសម្រាមរបស់ភ្ញៀវទេសចរនៅក្រុងភ្នំពេញបានលើកតាំងបង្ហាញពេញទីធ្លាវត្តសួនច្បារមុខវត្តបទុមព្រឹកថ្ងៃទី9ខែធ្នូក្នុងកម្មវិធីតាំងពិព័រណ៍រូបថតអ្នកនាំពាក្យក្រសួងបរិស្ថានលោកអៀងសុផល្លែតប្រាប់ក្រុមអ្នកសារព័ត៌មានថាការប្រកួតប្រជែងរូបថតនេះគឺជាការលើកកម្ពស់និងផ្សព្វផ្សាយបន្ថែមពីកិច្ចការពារបរិស្ថានយើងចូលរួមចំណែកការថែរក្សាអភិរក្សទុនធានធម្មជាតិការអភិរក្សជីវៈចម្រុះរបស់យើងនឹងជាការមួយរួមចំណែកក្នុងការកាត់បន្ថយអូស្មန်ទាំងកញ្ចក់ដែរក៏ជាការកាត់បន្ថយនៃការកកើនឡើងកម្ដៅដែរបាទនេះជាកាតព្វកិច្ចរបស់យើងហើយក្រសួងបរិស្ថានបានបង្កើតការប្រកួតប្រជែងរូបថតនេះកាលពីថ្ងៃទី1ខែវិច្ឆិកាដោយទុករយៈពេល25ថ្ងៃសម្រាប់បេក្ខជនដាក់រូបថតរបស់ខ្លួនរូបថតដែលបានដាក់តាំងបង្ហាញទាំង30ផ្ទាំងនេះបានពីការសម្រិតសម្រាំងពីអ្នកចូលរួមជាង200នាក់អ្នកជំនាញផ្នែកថតរូបនៃកម្មវិធីប្រកួតប្រជែងលោកមឿនញៀនប្រាប់ថារូបថតដែលបានដាក់តាំងបង្ហាញនេះផ្អែកលើសម្រស់ធនធានធម្មជាតិបច្ចេកទេសថតដែលទាក់ទងទៅនឹងបរិស្ថានមើលរូបទាំងអស់នេះមានភាពលក្ខណៈស្អាតខុសគ្នាហើយយើងមានគណៈកម្មការ5នាក់ដែលយើងជ្រើសរើសជជែកគ្នាមកបានជ្រើសរើសយករូបប៉ុណ្ណឹងយកមកដាក់តាំងហ្នឹងយើងជជែកពេលខ្លះតាំងទៅឲ្យដាក់គ្នាណាកម្មវិធីប្រកួតប្រជែងនឹងតាំងពិព័រណ៍រូបថតមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែធ្នូឆ្នាំ2016ការរៀបចំនេះក្នុងគោលបំណងបង្កើតការស្រឡាញ់និងថែរក្សាធនធានធម្មជាតិដើម្បីប្រែក្លាយផ្នត់គំនិតសាធារណជន
ឲ្យមានទម្លាប់និងឥរិយាបថល្អចំពោះធម្មជាតិអ្នកចូលរួមប្រកួតប្រជែងរូបថតម្នាក់លោកផិនបណ្ឌិតរំពឹងថារូបដែលលោកបានដាក់ចូលរួមប្រកួតប្រជែងនឹងជួយលើកកម្ពស់ពីកិច្ចការពីបរិស្ថានទោះមិនទាន់បង្ហាញលទ្ធផលលោកផុនបណ្ឌិតយល់ថាទោះឈ្នះឬចាញ់គឺជារឿងធម្មតាក៏ប៉ុន្តែលោកសប្បាយចិត្តនៅពេលដែលបានចូលរួមប្រកួតប្រជែងនិងស្នើមានកម្មវិធីបែបនេះតទៅទៀតរូបខ្ញុំហ្នឹងខ្ញុំនិយាយពីដូចថាធម្មតានៅក្នុងស្រែដែលគេប្រើជាតិគីមីអញ្ចឹងគេណាប្រើជីគីមីច្រើនអាភាវៈរស់ដូចជាក្តាមខ្យងអីវាអត់សូវនៅវាអត់មានលទ្ធភាពរស់នៅក្នុងអាបរិស្ថានបែបហ្នឹងឯងអញ្ចឹងរូបនេះសំដៅទៅលើខ្ញុំថតទៅវាមានអាពងខ្យងយើងជាប់មួយដើមស្រូវដើមជ័យលាភីទាំងអស់នឹងទទួលបានលិខិតបញ្ជាក់ពីចំណាត់ថ្នាក់ពីក្រសួងបរិស្ថានហើយជ័យលាភីដែលទទួលបានចំណាត់ថ្នាក់ពីលេខ1ដល់លេខ3ទទួលបានម៉ាស៊ីនថតរូបម្នាក់មួយគ្រឿងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៃសំអាលនឹងផ្ដល់រង្វាន់ដល់ជ័យលាភីនៅរសៀលថ្ងៃទី11ខែធ្នូឆ្នាំ2016ខ្ញុំប្រាជ្ញាអាស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាជាទីមេត្រីនៅឯខេត្តកំពង់ឆ្នាំងឯនោះវិញអង្គការក្តីករណាបានដាក់តាំងពិព័រណ៍រូបភាពនិងឯកសារនានាទាក់ទងនឹងរបបខ្មែរក្រហមចាប់ពិធីតាំងពិព័រណ៍ចល័តនេះក៏បើកឱកាសឲ្យជនជាតិភាគតិចចាមនិងវៀតណាមដែលជាជនរងគ្រោះក្នុងរបបនេះបានថ្លែងពីទុក្ខលំបាកនិងការធ្វើទុក្ខបុកម្នេញមកលើខ្លួនពីសំណាក់អតីតមេដឹកនាំខ្មែរក្រហមចាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកចិនជាថាអំពីបញ្ហានេះឈុតឆាកសម្ដែងរូបភាពនិងវីដេអូឯកសារដែលនិយាយផ្ដោតលើការធ្វើបាបជនជាតិភាគតិចចាមនិងវៀតណាមរស់នៅប្រទេសកម្ពុជាបានរៀបចំក្នុងបរិវេណវត្តសំរោងស្ថិតនៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងការរៀបរាប់របស់ជនរងគ្រោះនិងរូបភាពឯកសាររំលឹកនៅរឿងរ៉ាវឈឺចាប់នេះបានធ្វើឲ្យអ្នកចូលរួមប្រមាណ100នាក់សម្ដែងការក្តុកក្តួលចិត្តនិងអាណត្តិជនរងគ្រោះក្នុងរបបនោះដែលមិនដឹងរដ្ឋប្រវេណីនិងជាជនរងគ្រោះជនជាតិចាមម្នាក់លោកស្រីហាក់សវីមានប្រសាសន៍ថារឿងឈឺចាប់មួយក្នុងចំណោមរឿងរ៉ាវជាច្រើនទៀតដែលលោកស្រីឆ្លងកាត់ក្នុងរបបនោះគឺខ្មែរក្រហមបានបង្ខំឲ្យលោកស្រីហូបសាច់ជ្រូកហើយបើមិនហូបគាត់ត្រូវគេយកទៅវាយចោលក្រោយមកលោកស្រីនៅតែមិនព្រមហូបហើយមានជនរងគ្រោះដូចគ្នាបានជួយអង្វរចំណែកលោកស្រីក៏ប្រឹងប្រែងរែកដីជាថ្នូរនឹងការអនុគ្រោះនេះទើបលោកស្រីរួចផុតពីសេចក្តីស្លាប់តែគេយល់មិនគេថាអញ្ចឹងគាត់ធ្វើការថ្ងៃនេះទុកគាត់ទៅគាត់ក៏បីអត់ហូបយ៉ាងណាក៏គាត់ប្រឹងធ្វើការដែរយ៉ាងនេះឈឺចាប់បងប្អូនអីយកទៅវាយអស់ហើយ4គ្រួសារយកទៅអស់ហើយគ្រប់ទៅ26នាក់តែអាតូចទុចជាងនិយាយណានិយាយតែមនុស្សចាស់ទៅចឹងណាបាននិយាយទៅរត់ធូរចិត្តដែរយ៉ាងណានាយកប្រតិបត្តិរបស់អង្គការក្តីករុណាលោកតឹមមីនីថ្លែងថាកំពង់ឆ្នាំងគឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន5ដែលអង្គការរបស់លោករៀបចំតាំងពិព័រណ៍រូបភាពនិងឯកសារទាក់ទងនឹងរបបខ្មែរក្រហមលោកថាការតាំងពិព័រណ៍ចល័តនេះគឺជាសំណងផ្សះផ្សាផ្លូវចិត្តរបស់សាលាក្តីខ្មែរក្រហមបានផ្ដល់ជូនជនរងគ្រោះហើយវាក៏ជាការរំលឹកដល់ក្មេងជំនាន់ក្រោយកុំឲ្យជន់ដានប្រវត្តិសាស្ត្រនេះយើងចង់ធ្វើការផ្សព្វផ្សាយទៅដល់ខេត្តឬក៏ទីតាំងណាដែលមានបងប្អូនជនជាតិចាមឬវៀតណាមដែលគាត់រស់នៅក្នុងតំបន់នោះហើយជាពិសេសដែលមានដើមបណ្ដឹងរដ្ឋប្រវេណីតែគាត់ជាតំណាងជនជាតិខ្មែរឥស្លាមហើយនៅវៀតណាមចំណែកមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្រវេណីរបស់ជនរងគ្រោះដែលជាជនជាតិភាគតិចលោកឡាវជុនធីថាការពិតជនរងគ្រោះដែលធ្វើតំណាងដើមបណ្ដឹងបានចូលសាលាក្តីខ្មែរក្រហមដើម្បីផ្ដល់សក្ខីកម្មឬបង្ហាញពីរឿងរ៉ាវដែលបានកើតឡើងចំពោះខ្លួនរួចហើយប៉ុន្តែការទម្លាយនៅរឿងរ៉ាវឈឺចាប់របស់ខ្លួនប្រាប់សាធារណជនទៀតនេះក៏ជាផ្នែកមួយអាចរំសាយកំហឹងរបស់ពួកគេដែរក្នុងនាមយើងជាមេធាវីពួកគាត់និយាយចំយើងបានសម្ភាសគាត់បង្ហាញពីការឈឺចាប់របស់គាត់និយាយចំវាឈឺចាប់ខ្លាំងចេះការតាំងពិព័រណ៍នេះវាជាប្រភេទសំណងមួយហើយប្រភេទសំណងហ្នឹងយើងរៀបចំដាក់ស្នើទៅតុលាការដើម្បីឲ្យទទួលស្គាល់ពីសម្លេងរបស់ពួកគាត់មានន័យថាតើនៅក្នុងសម័យខ្មែរក្រហមហ្នឹងពួកគាត់នឹងរងទុក្ខវេទនាយ៉ាងដូចម្ដេចហើយផលប្រយោជន៍តទៅគឺថាដើម្បីឲ្យជាតិទាំងអស់ហ្នឹងរួបរวมគ្នាចេះរស់នៅជាមួយគ្នាសុខដុមរមនាជាមួយគ្នាលោកមេធាវីឲ្យដឹងថានៅចុងឆ្នាំ2016ឬដើមឆ្នាំ2017ខាងមុខតុលាការនឹងបិទបញ្ចប់សំណុំរឿង002វគ្គ2ហើយសំណុំរឿងរបស់ជនជាតិភាគតិចចាមនិងវៀតណាមក៏ត្រូវបិទបញ្ចប់រងចាំសេចក្តីសម្រេចរបស់តុលាការដែរខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំង
រដ្ឋាភិបាលលុបចោលការបង់ថ្លៃភាសីចំពោះប្រជាពលរដ្ឋលក់ដូរតិចតួចតាមកញ្ច្រែងដើម្បីបង្ហាញការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃទី5ខែធ្នូបញ្ជាក់ថារដ្ឋាភិបាលសម្រាប់លុបចោលការបង់ភាសីនិងបង់ថ្លៃផ្សេងៗចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែងកញ្ជើនិងល្អីនៅតាមទីផ្សារទូទាំងប្រទេសចាសារាចរដដែលនេះបន្តថាការលក់ដូរតូចតាចរបស់ប្រជាពលរដ្ឋគឺលក់កសិផលពីដំណាំដាំដុះនិងដំណាំធម្មជាតិនៅតាមកន្លែងលក់ដូរគឺជារបៀបលក់ដូរបណ្ដោះអាសន្នចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារមួយចំនួនផ្ដោតអំពីសង្គមស៊ីវិលនិងសហគមន៍អះអាងថាសត្វផ្សោតបានផ្លាស់ទីពីអន្លង់ឈើទាលទៅរស់នៅតំបន់ព្រំដែនឡាវគ្រប់គ្រងសកម្មភាពគោយន្តល្បាតព្រៃព្រះរកា24ម៉ោងដើម្បីទប់ស្កាត់ការកាប់ព្រៃឈើម្ចាស់ទូកដឹកភ្ញៀវទេសចរចេញទៅកោះនានានៅខេត្តព្រះសីហនុក្រុងតវ៉ាដើម្បីទាមទារដំណោះស្រាយពីការបង់ប្រាក់ទៅអាជ្ញាធរ$3នៅចុងក្រោយលោកអ្នកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារបាទលោកអ្នកនាងជាទីមេត្រីពលរដ្ឋរស់នៅតាមដងទន្លេមេគង្គនិងអង្គការសង្គមស៊ីវិលសម្ដែងក្តីបារម្ភពីការបំលាស់ទីរបស់សត្វផ្សោតពីអន្លង់អភិរក្សឈើទាលទៅរស់នៅខ្សែទឹកខាងលើនៃព្រំដែនប្រទេសឡាវដោយសារសម្លេងរំខាននឹងការបំទុះថ្មនៅការដ្ឋានសាងសង់ទំនប់ដនសហុងនៅក្បែរនោះការផ្លាស់ទីនេះបង្កឧបសគ្គច្រើនដល់សត្វផ្សោតខណៈច្រកសំខាន់ៗដែលផ្សោតធ្វើដំណើរសម្បូរប្រជាជនឡាវនេសាទប្រើឧបករណ៍ខុសច្បាប់សហគមន៍អេកូទេសចរឃុំព្រះរំកិលត្អូញត្អែពីការធ្លាក់ចុះប្រាក់ចំណូលវិស័យទេសចរយ៉ាងគំហុកដោយសារគ្មានវត្តមានសត្វផ្សោតនៅអន្លង់អភិរក្សឈើទាលលោកម៉ែនសុធីរាយការណ៍ពិស្ដារអំពីរឿងនេះសហគមន៍ឃុំព្រះរំកិលខេត្តស្ទឹងត្រែងអំពីវិនិយោគជាថ្មីទៀតទទូចឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធធ្វើការស្រាវជ្រាវឡើងវិញពីផលប៉ះពាល់ធនធានធម្មជាតិនិងរកមធ្យោបាយអភិរក្សសត្វផ្សោតរស់នៅតំបន់នោះឲ្យគង់វង្សដើម្បីបម្រើវិស័យទេសចរក្នុងតំបន់ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី7ខែធ្នូក្រោយពីរកឃើញថាសត្វផ្សោតធ្វើចរាចរណ៍ពីអន្លង់អូឈើទាលទៅកាន់អន្លង់អភិរក្សកន្ទុយកោះល្បាក់និងអន្លង់អភិរក្សភ្នំបន្ទុំចេករយៈពេល3ខែមកហើយគណៈកម្មការអេកូទេសចរឃុំព្រះរំកិលលោកផយវណ្ណាចាត់ទុកការបំលាស់ទីរបស់សត្វផ្សោតគឺជាសញ្ញាបង្ហាញពីផលប៉ះពាល់បរិស្ថាននិងសង្គមជាក់ស្ដែងបណ្ដាលឲ្យប៉ះពាល់ប្រាក់ចំណូលសេដ្ឋកិច្ចរបស់សហគមន៍និងភ្ញៀវទេសចរលោកថាត្រីផ្សោតរស់នៅអន្លង់អូឈើទាល3ក្បាលបានបង្ខំចិត្តទៅរស់នៅខ្សែទឹកខាងលើឆ្ងាយពីអន្លង់អភិរក្សឈើទាលជាង3គីឡូម៉ែត្រតំបន់នោះសម្បូរដោយអ្នកនេសាទច្រើនលោកសង្កេតឃើញថាការបំលាស់ទីសត្វផ្សោតពីអន្លង់អូឈើទាលដោយសារការរំខានដោយសារសម្លេងរំញ័រថ្មទាំងយប់ថ្ងៃបង្ហូរកាកសំណល់គីមីចូលទន្លេនិងប្រើប្រាស់ភ្លើងអគ្គិសនីនៅពេលយប់ដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសហុងបង្កភាពភ័យខ្លាចដល់សត្វផ្សោតដែលរស់នៅតំបន់នោះខ្ញុំក៏សូមសំណូមពរដល់នាយករដ្ឋមន្ត្រីផ្ទាល់ក៏ដូចអង្គការស៊ីវិលផ្ទាល់បាទឲ្យមានជំនាញចុះមកសិក្សាបន្ថែមទៀតដើម្បីធ្វើឲ្យឡាវមានការទទួលការខុសត្រូវបាទពីបញ្ហាសាងសង់វិរីអគ្គិសនីនេះព្រោះអីខ្ញុំដែលជាសហគមន៍នៅទីនេះគឺឃើញផ្ទាល់ផ្នែកនៃការប៉ះពាល់លោកផយវណ្ណារំលឹកថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថាកម្ពុជាបានចុះពិនិត្យស្ថានភាពគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងរួចហើយពុំមានបញ្ហាចោទនោះទេលោកក៏សម្គាល់ថានៅពេលដែលសត្វផ្សោតបំលាស់ទីទៅរស់នៅកន្លែងថ្មីមានភ្ញៀវជាតិនិងអន្តរជាតិជាច្រើនបានខកបំណងដែលចង់ទស្សនាសត្វផ្សោតនៅអន្លង់ឈើទាល
លោកត្អូញថាមុនពេលគេមិនទាន់សាងសង់ទំនប់ដនសហងសហគមន៍អេកូទេសចរព្រះរំកិលលក់សម្បត្តិមួយថ្ងៃចាប់ពី$500ដល់$1,000តែបច្ចុប្បន្នការលក់សម្បត្តិមិនបាន$100ផងភ្ញៀវទេសចរដែលមកពីខាងឡាវឬក៏មកពីខាងខ្មែរដែលគាត់ចង់មើលផ្សោតនៅតំបន់ដលុងយើងនេះអត់ឃើញទេគឺគាត់នាំគ្នាកិច្ចពីនេះតែតាមមើលផ្សោតអត់បានចូលដល់យើងហើយសម្បត្តិដូចជាភ្ញៀវម្នាក់ពីឡាវគឺបាត់បង់ថវិកាទាំងស្រុងនៅរយៈពេល3ខែពលរដ្ឋរនៅឃុំព្រះរំកិលស្រុកថ្លាបរវត្តលោកហួតសេងក៏សម្ដែងការមិនសប្បាយចិត្តចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែរតែតិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហងលោកសង្កេតឃើញថាពលរដ្ឋរនៅឃុំព្រះរំកិលរាប់ពាន់គ្រួសារភាគច្រើនរកប្រាក់ចំណូលពីវិស័យទេសចរដូចជាលក់សម្ភារៈអនុស្សាវរីយ៍ផ្ដល់កន្លែងស្នាក់នៅនិងលក់ចំណីអាហារជាដើមលើពីនេះប្រជាពលរដ្ឋរស់នៅតំបន់នេះមានទម្លាប់នេសាទលក្ខណៈគ្រួសារកំពុងប្រឈមការបាត់បង់ជាបណ្ដាដោយសារតំបន់នេសាទសំខាន់ត្រូវបានប្រជាជនឡាវសម្រុកមកនេសាទក្នុងដែនទឹករបស់ខ្មែរព្រោះនៅច្រកដនសហងដែលប្រជាជនឡាវធ្លាប់នេសាទត្រូវបានរដ្ឋាភិបាលឡាវបិទទាំងស្រុងលោកចង់ឲ្យរដ្ឋាភិបាលព្រមទាំងអង្គការជាតិនិងអន្តរជាតិរកមធ្យោបាយដាក់សម្ពាធឲ្យឡាវទទួលខុសត្រូវពីផលប៉ះពាល់នេះអត់មានការសិក្សាឆ្លងដែនអីបន្តិចបន្តួចសោះបាទស្រាប់តែឃើញគេមកធ្វើបរយអញ្ចឹងដល់ពេលមានការប៉ះពាល់របៀបនេះមិនដឹងពីណាអ្នកទទួលខុសត្រូវអាស៊ីសេរីមិនអាចតាក់ទងអគ្គលេខាធិការគណៈកម្មការទន្លេមេគង្គកម្ពុជាលោកតែនអាវុធដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី7ខែធ្នូព្រោះទូរស័ព្ទចូលគ្មានអ្នកទទួលកាលពីថ្ងៃទី23វិច្ឆិកាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងក្នុងជំនួបប្រជុំកំពូលកម្ពុជាឡាវនិងវៀតណាមស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនៅខេត្តសៀមរាបដោយបញ្ជាក់ថាកម្ពុជាបានពិនិត្យទិដ្ឋភាពតំបន់សាងសង់ទំនប់វារីអគ្គិសនីដនសហងរួចហើយរកឃើញថាពុំមានផលប៉ះពាល់ចលនារបស់ត្រីនិងកង្វះខាតទឹកនោះទេការថ្លែងបែបនេះមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថាហាក់កំពុងបំបាក់ទឹកចិត្តដល់អ្នកការពារបរិស្ថាននិងមិនបានលើកទឹកចិត្តចំពោះសម្លេងរបស់ពលរដ្ឋរាប់ម៉ឺននាក់ដែលសម្ដែងពីកង្វល់របស់ខ្លួនចំពោះផលប៉ះពាល់បរិស្ថាននិងសង្គមកាលពីខែតុលាឆ្នាំ2016រំហូរទឹកខុសប្រក្រតីនៅអន្លង់អភិរក្សផ្សោតព្រះរំកិលបណ្ដាលឲ្យកើតមានបាតុភូតគ្រោះធម្មជាតិបាក់ច្រាំងទន្លេទល់មុខអន្លង់ផ្សោតជម្រៅជាង10ម៉ែត្រនិងបណ្ដោយជាង10ម៉ែត្របង្កខូចខាតទ្រព្យសម្បត្តិសហគមន៍រាប់ពាន់ដុល្លារបាតុភិបនេះមន្ត្រីជំនាញបរិស្ថានសន្និដ្ឋានថាអាចបណ្ដាលមកពីទឹកនៅតំបន់ផ្សេងកើនឡើងដោយសាររដ្ឋាភិបាលឡាវបិទច្រកហូរសហងទាំងស្រុងដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសហងបង្កឲ្យចរន្តទឹកហូរគួចខ្លាំងនៅអន្លង់អភិរក្សផ្សោតអតីតមន្ត្រីសម្រួលអង្គការបណ្ដាញការពារទន្លេ3លោកមីកមានដែលបានតាមដានស្ថានភាពទន្លេមេគង្គក៏សម្គាល់ឃើញថាគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីដនសហងបង្កប៉ះពាល់ធ្ងន់ធ្ងរលើធនធានធម្មជាតិក្នុងតំបន់ជាពិសេសនៅដំណាក់កាលសាងសង់បង្កគ្រោះថ្នាក់ដល់ធនធានធម្មជាតិដូចជាការបិទច្រកចេញចូលរបស់ត្រីរាំងខ្ទប់ត្រីមិនឲ្យឡើងចុះបានទាំងប្រាំងនិងវស្សាជាពិសេសបង្កការរំខានដល់លក្ខណៈជីវសាស្ត្ររបស់សត្វផ្សោតនៅក្បែរនោះលោកបញ្យល់ថាសត្វផ្សោតរស់នៅអន្លង់ខ្សែទឹកខាងលើប្រឈមគ្រោះថ្នាក់ដោយសារអន្លង់នោះមានលក្ខណៈតូចចង្អៀតលំបាកស្វែងរកចំណីក្រៅពីនេះក៏បង្កការលំបាកដល់សហគមន៍ក្នុងការអភិរក្សសត្វផ្សោតទាំងនោះដែរព្រោះអន្លង់អភិរក្សដែលផ្សោតជ្រកបច្ចុប្បន្ននោះស្ថិតនៅព្រំដែនប្រទេសឡាវគ្រប់គ្រងហានិភ័យដែលអាចកើតមានចំពោះសត្វផ្សោតដែលឡើងទៅពួននៅក្នុងអន្លង់តូចមួយហ្នឹងវាមានច្រើនយើងដឹងថាតំបន់ហ្នឹងកន្លងមកมันមានការអភិរក្សទេមិនមែនជាតំបន់អភិរក្សទេបាទហើយជនជាតិឡាវប្រជាពលរដ្ឋឡាវដែលរស់នៅតំបន់កោះខនហ្នឹងគាត់ទៅប្រព្រឹត្តបទល្មើសនេសាទនៅតំបន់ហ្នឹងមន្ត្រីសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលលោកឯកចម្រើនសង្កេតឃើញថាសហគមន៍នេសាទពលរដ្ឋនិងសង្គមស៊ីវិលកំពុងខ្វល់ខ្វាយពីជោគវាសនាធនធានជលផលនៅទន្លេជាពិសេសសត្វផ្សោតអាចនឹងផុតពូជនៅគ្រាដែលមានការអភិវឌ្ឍតាមដងទន្លេមេគង្គលោកក៏សម្ដែងការមិនសប្បាយចិត្តចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកន្លងមកដែលថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហងពុំមានផលប៉ះពាល់លោកក៏សម្គាល់ថាអង្គការរបស់លោកនៅមិនទាន់ឃើញមានការចុះស្រាវជ្រាវបញ្ហានេះពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលនោះទេហើយក៏ពុំទាន់ឃើញមានការផ្សាយរបាយការណ៍ស្ដីពីការស្រាវជ្រាវរបស់រដ្ឋាភិបាលដែរលោកយល់ថាបើទោះបីជាការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់នោះស្ថិតក្នុងអធិបតេយ្យភាពរបស់ឡាវក្តីតែទំហំផលប៉ះពាល់មានលក្ខណៈឆ្លងដែនលោកចាត់ទុកគម្រោងអភិវឌ្ឍនេះគឺជាគម្រោងដ៏គ្រោះថ្នាក់ចំពោះសន្តិសុខស្បៀងនិងជីវភាពប្រជាជនរាប់លាននាក់នៅតាមដងទន្លេមេគង្គក្រោយ
ពីបានស្ដាប់ឮគាត់មានប្រសាសន៍ថាវាអត់មានផលប៉ះពាល់អីហ្នឹងយើងគិតថាទាំងអស់គ្នាហ្នឹងយើងអត់ទាន់បានសម្រេចចិត្តឬក៏ដោយគាត់ថានឹងទេព្រោះការព្រួយបារម្ភរបស់យើងពីផលប៉ះពាល់ហ្នឹងឃើញទស្សនវិជ្ជាការអនុវត្តជាក់ស្ដែងហើយនឹងទៅខាងមុខទៀតយើងឃើញថាមានផលប៉ះពាល់ប្រទេសឡាវបានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសហុងទាំងយប់ថ្ងៃចាប់ពីខែតុលាឆ្នាំ2015រហូតមកទល់ពេលនេះសម្រេចបានជាង 40% ក្រុមហ៊ុន Megafer ទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនីដនសហុងមានកម្ពស់ពី30ទៅ32ម៉ែត្រនិងមានប្រវែងប្រហែល7គីឡូម៉ែត្រចំណែកលទ្ធភាពផលិតថាមពលអគ្គិសនីគឺចាប់ពី240មេហ្គាវ៉ាត់ទៅ360មេហ្គាវ៉ាត់ទំនប់នេះមានចម្ងាយ1គីឡូម៉ែត្រកន្លះពីព្រំដែនខេត្តស្ទឹងត្រែងតំបន់នោះជាតំបន់ល្បាក់ខោនៅជិតតំបន់រ៉ាមសាដែលផ្ដល់ប្រភពប្រាក់ចំណូលនិងសន្តិសុខស្បៀងដល់ពលរដ្ឋរស់នៅដងទន្លេមេគង្គរាប់លាននាក់ប្រធានមន្ត្រីទេសចរខេត្តស្ទឹងត្រែងលោកអ៊ុនប៉ៅសឿនធ្លាប់មានប្រសាសន៍ថាប្រសិនបើសត្វផ្សោតនៅអន្លង់អូឈើទាលផុតពូជមែននោះវានឹងធ្វើឲ្យសហគមន៍ទេសចរព្រះរំកិលបាត់បង់ប្រាក់ចំណូលមានជាអានការលក់សម្បត្តិចូលទស្សនាសត្វផ្សោតការបម្រើសេវាដឹកជញ្ជូនអ្នកទេសចរការលក់ម្ហូបអាហារនិងលក់សម្ភារៈអនុស្សាវរីយ៍ជាដើមកាលពីមុនឆ្នាំ2010សត្វផ្សោតរស់នៅអន្លង់ឈើទាលមាន8ក្បាលក៏ប៉ុន្តែសត្វកម្រទាំងនេះបាត់បង់ជាបន្តបន្ទាប់ហើយបច្ចុប្បន្ននៅសល់សត្វផ្សោតធំៗប្រមាណ3ក្បាលបន្តរស់នៅក្រោមការអភិរក្សរបស់សហគមន៍និងឆ្មាំទន្លេមន្ត្រីសង្គមស៊ីវិលទទូចឲ្យភាគីពាក់ព័ន្ធធ្វើការស្រាវជ្រាវនិងរកមូលហេតុជុំវិញបញ្ហានេះដើម្បីធ្វើកំណត់ហេតុស្តីពីការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិឆ្លងដែនក្នុងគោលបំណងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តជជែកពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាលឡាវខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងពីខេត្តព្រះវិហារឯណោះវិញគោយន្តឆ្នៃគឺជាមធ្យោបាយចាំបាច់តែមួយគត់ដែលអ្នកសហគមន៍រមេប្រើប្រាស់ក្នុងការល្បាតព្រៃព្រះរកាពេលចូលព្រៃម្ដងពួកគេគៀករកអ្នកដែលមានគោយន្តនិងអ្នកស្ម័គ្រចិត្តបើកគោយន្តនោះសម្រាប់ក្រុមអ្នកល្បាតតើការធ្វើដំណើរដោយគោយន្តនៅក្នុងការល្បាតព្រៃព្រះរកាជួបភាពងាយស្រួលនឹងការលំបាកអ្វីខ្លះសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីនៅពេលព្រឹកព្រលឹមនៅក្នុងទីធ្លាវត្តស្ថិតនៅក្នុងភូមិប្រមេឃុំប្រមេឃស្រុកត្បែងមានជ័យខេត្តព្រះវិហារគោយន្ត10គ្រឿងត្រូវបានគេចតតម្រៀបគ្នាដើម្បីរៀបចំសម្ភារៈមុនចេញដំណើរទៅល្បាតព្រៃបន្ទាប់ពីរៀបចំរួចគោយន្តក៏បានចេញដំណើរបន្តកន្ទុយគ្នានៅលើផ្លូវកៅស៊ូចេញពីភូមិឆ្ពោះទៅព្រៃពេលចូលដល់ក្នុងព្រៃគោយន្តមិនអាចបើកបរដោយល្បឿនលឿនឡើយបិទផ្លូវនៅក្នុងព្រៃតូចឡើងចុះខ្ពស់ទាបមិនទៀងលើសពីនេះគោយន្តនីមួយក៏ត្រូវឆ្លងកាត់ស្ពានតូចចុះអូចុះចំណោតកាត់ទឹកកាត់ភក់តាមស្ថានភាពផ្លូវគោយន្តទាំងនោះតែងជាប់ផុងនៅពេលដែលភក់មានជម្រៅជ្រៅខ្លាំងរហូតដល់ត្រឹមជង្គង់ក៏មានដំណើរនៅក្នុងព្រៃដែលមានស្ថានភាពផ្លូវបែបនេះទាមទារឲ្យមានអ្នកបើកគោយន្តអត់ធ្មត់មានភាពវាងវៃនិងរហ័សរហួនប្រធានសហគមន៍ប្រមេនិងជាអ្នកបើកគោយន្តស្ទាត់ជំនាញរូបផងលោកសុតសវណ្ណមានប្រសាសន៍ថាផ្លូវកាន់តែលំបាកនៅក្នុងរដូវវស្សាជាពិសេសនៅតាមផ្លូវដែលមានគោយន្តចេញចូលច្រើនដែលលោកសម្ដៅដល់អ្នកប្រើប្រាស់គោយន្តដើម្បីចូលទៅលួចកាប់ឈើនិងដឹកឈើលោកសវណ្ណបន្តថាលោកបានរៀនចេះបើកគោយន្តនេះ4ឆ្នាំមកហើយគឺនៅពេលដែលលោកត្រូវការគោយន្តដើម្បីដឹកជញ្ជូនជ័រច្បាស់ដែលក្រុមគ្រួសាររបស់លោកប្រមូលផលបានតាមការពិតផ្លូវមុនដំបូងផ្លូវល្អស្រួលទេហើយខ្ញុំបើកគោយន្តទៅដល់ជ័រខេបជុំក៏បើកបានខែណាក៏បើកបានទាំងអស់ប៉ុន្តែបើតាមអូនេះក៏ទឹកស្រកបានអាចចម្លងបានខែណាក៏បើកបានតែអត់ផងចេះទេផងចេះដោយសារតែមានក្រុមអ្នកឈើគេឈើឲ្យគេដឹកឈើរាល់ថ្ងៃចឹងទៅដល់ពេលព្រៀងធ្លាក់មកវាខាគោយន្តវាខាទៅវាធ្វើឲ្យបែកផុកហើយវាផ្លូវទៅផ្លូវវាអាចបែកហើយវាខំចឹងទៅហើយរូងផ្លូវទៅមានគេខាខាងទៅវារូងតាមការពិតផ្លូវនេះគឺគ្រាន់តែមួយឆ្នាំបើគេបោគោយន្តដូចជាក្នុងមួយថ្ងៃជួនកាលវា30គ្រឿង40គ្រឿងយ៉ាងបោរាល់ថ្ងៃអញ្ចឹងទៅវាអាចផុងរូងវាខូច
ផ្លូវវាដើរពិបាកអញ្ចឹងទៅកាលពីថ្ងៃទី30ខែតុលាដែលជាថ្ងៃទី2នៃយុទ្ធនាការល្បាតព្រៃព្រះរកាដឹកនាំដោយព្រះសង្ឃបុត្រប៊ុនតេញបានបន្តការល្បាតព្រៃទាំងយប់ពលគឺធ្វើដំណើររហូតក្នុងរយៈពេល24ម៉ោងដើម្បីចាប់បទល្មើសព្រៃឈើការសម្រេចល្បាតព្រៃទាំងយប់កើតឡើងនៅក្រៅពេលដែលក្រុមនេះបានរកឃើញថាមានអ្នកលួចផ្ដោតដំណឹងពីដំណើរល្បាតការពារព្រៃទៅឲ្យពួកអ្នកលួចកាប់ឈើនេះជាលើកទី1ហើយដែលក្រុមល្បាតព្រៃរួមមានសហគមន៍ប្រមេនិងក្រុមព្រះសង្ឃផងបានល្បាតព្រៃទាំងយប់ការធ្វើដំណើរនៅពេលថ្ងៃបានជួបការលំបាកជាច្រើនរួចទៅហើយតម្រាំតែការធ្វើដំណើរពេលយប់គឺរឹតតែមានការលំបាកផ្សេងបន្ថែមទៀតនៅពេលយប់ងងឹតកណ្ដាលព្រៃសំឡេងគោយន្តរលាន់ឮពេញព្រៃនៅពេលដែលស្ថានភាពផ្លូវកាន់តែយ៉ាប់ខ្លាំងនៅក្រៅពេលមានភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី29ខែតុលាអ្នកចូលរួមល្បាតព្រៃខ្លះត្រូវធ្លាក់ពីលើគោយន្តនៅពេលដែលគោយន្តជួបស្ថានភាពផ្លូវពិបាកភ្លាមៗនិងបត់បែនមិនទាន់ប្រធានសហគមន៍ប្រមេនិងជាអ្នកបើកគោយន្តលោកសុតសវណ្ណមានប្រសាសន៍បន្តថាស្ថានភាពផ្លូវកាន់តែពិបាកអ្នកបើកគោយន្តត្រូវប្រើប្រាស់កម្លាំងកាន់តែខ្លាំងដែរនៅក្នុងផ្លូវនេះគឺយើងប្រុងប្រយ័ត្នទី1គឺផ្លូវវាចង្ហុកអីផ្លូវច្រាំងផ្លូវវាថាវាចោតខ្លាំងឬក៏ឡើងចំណតអីចឹងទៅឬក៏មានរឹសឈើអីហុកខ្លាំងទៅយើងប្រុងប្រយ័ត្នដល់ពេលយើងបោះទៅវាមានរឹសឈើអីនៅពីមុខអីលាក់លេងរួចទៅយើងបោះទៅយើងត្រូវតែប្រឹងដៃឲ្យនឹងបើយើងមិនប្រឹងទេវាបោកអាចចូលដប់ភាគតិចណាស់ដែលអ្នកល្បាតព្រៃបានជិះលើគោយន្តជាប់លាប់ជាទូទៅពួកគេត្រូវចុះដើរត្រូវជួយរុញត្រូវជួយលើកជួយទាញនិងជួយអូសគោយន្តចំពោះអ្នកសហគមន៍ពួកគាត់មិននិយមពាក់ទ្រនាប់ជើងទេដើម្បីងាយស្រួលឆ្លងកាត់ភក់ល្បាត់និងទឹកនៅតាមផ្លូវទីប្រឹក្សាសហគមន៍ប្រមេអ្នកស្រីនួនមុនមានប្រសាសន៍ថាពួកគាត់ជាប្រជាពលរដ្ឋតស៊ូលះបង់ចុះល្បាតព្រៃក្នុងក្តីសង្ឃឹមតែមួយគត់គឺអាចថែរក្សាព្រៃឲ្យបានគង់វង្សកន្លងមកក៏បងប្អូនដែលអាចលះបង់មកបានគឺគាត់មានគំនិតដូចខ្ញុំដែរចាគាត់មានការលះបង់យ៉ាងដែរលះបង់នៅផ្ទះទៅកូនចៅទៅយើងមកនេះគឺយើងគិតខំតែក្នុងព្រៃមកចូលរួមទាំងអស់គ្នាដើម្បីការពារចូលខ្ញុំផ្ទាល់ក៏ដូចជាសហគមន៍ទាំងអស់គ្នាបានចូលរួមនឹងគឺមានការសង្ឃឹមដែរថានឹងអាចការពារឲ្យបានគង់វង្សនៅថ្ងៃអនាគតទៅមុខចាបើសិនតែយើងចូលរួមទាំងអស់គ្នាចាមិនខុសពីប្រជាសហគមន៍ទេក្រុមព្រះសង្ឃនៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលស្វាហាប់និងរហ័សរហួនតែងជួយត្រួសត្រាយផ្លូវនាំមុខក្រុមអ្នកល្បាតព្រៃជានិច្ចយុវតីចិនស្រីណាដែលស្កាត់ទៅពីខេត្តកំពង់ចាមដើម្បីចូលរួមល្បាតព្រៃបានកោតសរសើរដល់ក្រុមព្រះសង្ឃដែលបានលះបង់ចូលរួមក្នុងការល្បាតព្រៃនាងក៏មានក្តីរំពឹងដែរថាបើមានការចូលរួមសកម្មពីភាគីពាក់ព័ន្ធពិសេសអាជ្ញាធរព្រៃព្រះរកានឹងអាចរក្សាបានគង់វង្សហើយខ្ញុំឃើញប្រសងគាត់ស្វាហាប់មែនតើខ្ញុំគាំទ្រឃើញពេលគោយន្តជាប់ផុកអីរត់លាកចពោលាកស្បង់រត់តាមគោយន្តដួលប្រផាត់ប្រភេងអីធ្វើអញ្ចឹងធ្វើឲ្យខ្ញុំឃើញប្រៃឈើពេលគេកាប់បំផ្លាញទៅស្រក់ទឹកភ្នែកដល់ការស្ដាយប្រៃឈើផងហើយនឹងអាណិតប្រសងដែលគាត់ស្វាហាប់ដែលមួយចំនួននិយាយថាឆាន់បាយនៅដេកវត្តអញ្ចឹងល្អជាងណាប៉ុន្តែនេះជាគំនិតមួយដែលគិតខុសដែលប្រសងគាត់ដែលស្វាហាប់ជាងយុវជនជាងប្រជាពលរដ្ឋទូទៅមួយចំនួនចា៎ព្រៃព្រះរកាដែលស្ថិតនៅចន្លោះស្រុក4ក្នុងខេត្តព្រះវិហាររួមមានស្រុកឆែបស្រុកត្បៃមានជ័យស្រុកជាំខ្សាននិងស្រុកជ័យសែនត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2016អនុក្រឹត្យរបស់រដ្ឋាភិបាលបញ្ជាក់ថាព្រៃនេះមានទំហំជាង 90,000 ហិកតាក្នុងដំណើរល្បាតព្រៃនេះមន្ត្រីបរិស្ថានបានចាប់ខ្លួនជនល្មើសកាប់បំផ្លាញព្រៃឈើចំនួន5នាក់បញ្ជូនទៅតុលាការ3នាក់ទៀតស្ថិតនៅក្នុងការត្រួតពិនិត្យនិងមានស្ត្រីម្នាក់បានរត់រួចខ្លួនក្រៅពីចំណាយកម្លាំងកាយចិត្តដើម្បីធ្វើដំណើរដោយមធ្យោបាយគោយន្តនេះទាំងអ្នកបើកគោយន្តទាំងអ្នកចូលរួមមិនបានទទួលទានអាហារនិងទឹកគ្រប់គ្រាន់ឡើយត្បិតខ្វះខាតស្បៀងនៅពេលដែលដំណើរល្បាតព្រៃត្រូវផ្លាស់ប្ដូរផ្លូវវែងឆ្ងាយជាងផែនការដែលបានគ្រោងទុកម៉ោង 4 ព្រឹកថ្ងៃទី31ខែតុលាគោយន្តនៃក្រុមអ្នកល្បាតព្រៃបានចេញផុតពីផ្លូវពិបាកពលគឺបានចេញផុតពីព្រៃពេលនោះហើយដែលទាំងអ្នកបើកគោយន្តនិងអ្នកសហគមន៍ដែលអស់កម្លាំងខ្លាំងបានសម្រាកលង់លក់ក្នុងរយៈពេលជាង1ម៉ោងនៅមុនពេលត្រូវបន្តដំណើរត្រឡប់ទៅភូមិប្រមេវិញដំណើរល្បាតព្រៃបានបញ្ចប់ដោយបន្សល់ទុកអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមបើទោះបីជានៅលើខ្លួននៃអ្នកចូលរួមទាំងនោះមានស្នាមជាំចំពោះអ្នកដែលអង្គុយឬធ្លាក់ពីលើគោយន្តនិងស្នាមរបួសតិចតួចក៏ដោយ
ពួកគេក៏នៅតែទន្ទឹងការចូលរួមល្បាតព្រៃព្រះរកាសារជាថ្មីម្ដងទៀតត្បិតការលួចកាប់បំផ្លាញព្រៃនេះនៅមិនទាន់បញ្ចប់នៅឡើយនាងខ្ញុំសុជីវីអាស៊ីសេរីភ្នំពេញម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះនានាក្នុងខេត្តប្រស័យនោះក្រុងលើកបដាតវ៉ានឹងផ្អាកសកម្មភាពដឹកភ្ញៀវមួយរយៈដើម្បីរងចាំដំណោះស្រាយក្នុងការតម្រូវឲ្យបង់ប្រាក់ជូនរដ្ឋបាលខេត្ត$3គណៈកម្មការអភិវឌ្ឍឆ្នេរសមុទ្រតម្រូវឲ្យពួកគេដំឡើងថ្លៃសម្បត្តិរហូតដល់$20និងការចម្រិតយកលុយពីពួកគេចំនួន$3ពីការលក់សម្បត្តិមួយសន្លឹកប៉ុន្តែរដ្ឋបាលខេត្តប្រស័យនោះបានបញ្ជាក់ថាថវិកាចំនួន$3នេះគឺត្រូវយកទៅអភិវឌ្ឍតំបន់ឆ្នេរនានានាមូលដ្ឋាននេះឲ្យមានអនាម័យនិងសោភ័ណភាពពីខេត្តប្រស័យនោះលោកដែនអយុធ្យារាយការណ៍បញ្ហានេះម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរភាគច្រើនដែលកំពុងបើកធ្វើអាជីវកម្មដឹកភ្ញៀវទេសចរជាតិអន្តរជាតិចេញទៅកំសាន្តតាមបណ្ដាកោះនានាក្នុងខេត្តព្រះសីហនុបានបន្តរិះគន់ចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុនិងគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលជំរិតឲ្យពួកគេត្រូវតែបង់លុយ$3សហរដ្ឋអាមេរិកជូនរដ្ឋបាលខេត្តក្រោមលេសយកទៅអភិវឌ្ឍតំបន់ឆ្នេរសមុទ្រថាធ្វើឡើងតាមរបៀបផ្ដាច់ការនិងមានលក្ខណៈគំរាមកំហែងផ្ដើមពីបញ្ហានេះម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរមួយចំនួនបានអះអាងថាពួកគេមានគម្រោងលើកបដាតវ៉ានៅពីមុខវិមានលំហែកាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅឆ្នេរអូឈើទាលនិងផ្អាកសកម្មភាពដឹកភ្ញៀវចេញទៅកោះមួយរយៈពេលខ្លីនៅមុនឬក្រោយពិធីបុណ្យសមុទ្រដែលនឹងចូលមកដល់នៅថ្ងៃទី23ឬ25ខែធ្នូឆ្នាំ2016ម្ចាស់ក្រុមហ៊ុនដឹកភ្ញៀវទេសចរទៅកំសាន្តតាមកោះមួយចំនួនមានកោះរុងនិងកោះរុងសន្លឹមជាដើមបានស្នើកិច្ចអន្តរាគមន៍ពីប្រមុខដឹកនាំរដ្ឋាភិបាលឲ្យជួយមានវិធានការនិងទទូចដល់រដ្ឋបាលខេត្តព្រះសីហនុពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឲ្យពិចារណាឡើងវិញចំពោះការកំណត់ឲ្យពួកគេត្រូវតែបង់ថវិកា$3ជូនរដ្ឋបាលខេត្តនេះដើម្បីកុំឲ្យប៉ះពាល់ដល់វិស័យទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃខាងមុខទាក់ទិនបញ្ហានេះអភិបាលខេត្តព្រះសីហនុលោកយុនមានផ្ដល់សម្ភារដល់អាស៊ីសេរីកាលពីថ្ងៃទី8ខែធ្នូថាការកំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះទាំងអស់ដែលបើកធ្វើអាជីវកម្មក្នុងខេត្តនេះត្រូវបង់ថវិកា$3សហរដ្ឋអាមេរិកពីការលក់សម្បត្តិជូនភ្ញៀវទេសចរមួយសន្លឹកជូនរដ្ឋបាលខេត្តប្រយោជន៍ដើម្បីយកទៅអភិវឌ្ឍតំបន់ឆ្នេរឲ្យមានសោភ័ណភាពលោកយុនមានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរទាំងអស់ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តនិងគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឲ្យបានទាំងអស់គ្នាដើម្បីឲ្យរដ្ឋបាលខេត្តមានថវិកាយកទៅអភិវឌ្ឍតំបន់ឆ្នេរនានាឲ្យមានសោភ័ណភាពនិងមានអនាម័យសម្រាប់ជាការទាក់ទាញកំណើនភ្ញៀវទេសចរនាថ្ងៃអនាគតគណៈកម្មការឆ្នេរហ្នឹងគឺបានគាំទ្រនិងជំរុញឲ្យរដ្ឋបាលខេត្តហ្នឹងគឺសូមវិភាគទានពីបងប្អូនទេសចរហ្នឹងក្នុងម្នាក់$3ដើម្បីជួយគាំពៀជួយអភិវឌ្ឍតំបន់ឆ្នេរខេត្តសៀមរាបយើងក្នុងនោះគឺយើងបានប្រមូលបងប្អូនធ្វើអាជីវកម្មឲ្យគាត់ចូលរួមមកទល់ពេលនេះគឺគាត់បានឯកភាពគ្នាតាមរយៈការប្រជុំចុងខែមុនហ្នឹងការកំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរទាំងអស់ត្រូវបង់ថវិកា$3សហរដ្ឋអាមេរិកជូនរដ្ឋបាលខេត្តព្រះសីហនុតាមរយៈការចេញលិខិតចុងក្រោយចុះថ្ងៃទី29ខែវិច្ឆិកាមានបោះត្រានឹងចុះហត្ថលេខាលោកសុកផនអភិបាលរងខេត្តព្រះសីហនុលក្ខខណ្ឌខ្លះនៅក្នុងលិខិតនេះបានរំលឹកដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់ទូកដឹកជញ្ជូនភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះនានាអំពីការកំណត់តម្លៃលក់សម្បត្តិជូនភ្ញៀវទេសចរមួយសន្លឹកត្រូវដំឡើងដល់$20និងការកំណត់ថវិកាបង់ជូនរដ្ឋបាលខេត្ត$3សម្រាប់ទ្រទ្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុត្រង់ចំណុចនេះភ្ញៀវទេសចរសាធារណជនទូទៅពិសេសម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះនានាបង្ហាញការហួសចិត្តកាលបើថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនិងរដ្ឋបាលខេត្តព្រះសីហនុបានតម្រូវឲ្យពួកគេដំឡើងតម្លៃលក់សម្បត្តិជូនភ្ញៀវធ្វើដំណើរចេញទៅតាមកោះទាំងទៅទាំងមកត្រូវដំឡើងដល់$20ក្នុងថ្លៃលក់សម្បត្តិមួយសន្លឹកដែលតម្លៃនេះក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរខ្លះបានទម្លាក់តម្លៃសម្បត្តិមកត្រឹម$12ឬ$15ក្នុងមួយសន្លឹក
ដើម្បីជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលនិងរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាប្រទេសកម្ពុជាពិសេសខេត្តព្រះសីហនុឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគតយ៉ាងនេះក្តីលិខិតចុងក្រោយចុះថ្ងៃទី29ខែវិច្ឆិការបស់រដ្ឋបាលខេត្តព្រះសីហនុក៏បានចោទម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានាថាមានភាពមិនប្រក្រតីក្នុងរយៈពេលប្រមាណខែចុងក្រោយមានដូចជាក្រុមហ៊ុនបានបញ្ចុះតម្លៃលក់សម្បត្តិជូនភ្ញៀវទេសចរទាបពេកនិងដណ្ដើមភ្ញៀវគ្នាបង្កឲ្យមានភាពមិនល្អនិងបង្កភាពអវិជ្ជមានក្នុងមុខរបរប្រកបអាជីវកម្មបង្កើតជាភាពអនាធិបតេយ្យក្នុងវិជ្ជាជីវៈជាដើមក្នុងន័យនេះដើម្បីឲ្យការប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតាមបណ្ដាកោះនានាបានល្អប្រសើរនិងមានរបៀបរៀបរយឡើងវិញរដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញវិធានការចំនួន7ចំណុចជូនដល់ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរទាំងអស់រួមមានត្រូវលក់សម្បត្តិជូនភ្ញៀវទេសចរក្នុងម្នាក់តម្លៃ$20សហរដ្ឋអាមេរិកក្នុងសម្បត្តិទូកមួយម្ចាស់ក្រុមហ៊ុនត្រូវបង់ថ្លៃលក់សម្បត្តិមួយសន្លឹកចំនួន$3ជូនរដ្ឋបាលខេត្តសម្រាប់ទ្រទ្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្រុមហ៊ុននិងម្ចាស់ទូកដឹកភ្ញៀវទេសចរទាំងអស់ត្រូវចងក្រងជាសមាគមទេសចរត្រូវរៀបចំពេលវេលាចេញដំណើរនិងពេលវិលវិញឲ្យបានច្បាស់លាស់ឬចែកវេននិងលេខរៀងទូកកំណត់ដោយក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តព្រះសីហនុក្រុមហ៊ុនឬសេវាករទេសចរទាំងអស់ត្រូវស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកឲ្យបានត្រឹមត្រូវនៃច្បាប់ចរាចរណ៍ជាងនេះក្រុមហ៊ុនឬម្ចាស់អាជីវកម្មណាដែលមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយត្រូវដកហូតអាជ្ញាប័ណ្ណឬត្រូវលុបចោលអាជ្ញាប័ណ្ណមិនឲ្យប្រកបអាជីវកម្មដឹកភ្ញៀវទេសចរតទៅទៀតទូយ៉ាងណានៅក្នុងលិខិតចំហមួយចំនួនដែលម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរខ្លះបានផ្ញើជូនអ្នកយកព័ត៌មានអាស៊ីសេរីប្រចាំខេត្តព្រះសីហនុជាបន្តបន្ទាប់ស្នើឲ្យជួយផ្សព្វផ្សាយព័ត៌មាននេះបានដឹងឮដល់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនម្ចាស់ក្រុមហ៊ុនខ្លះបានប្រដូចការកំណត់ឲ្យពួកគេត្រូវតែបង់លុយ$3ជូនរដ្ឋបាលខេត្តព្រះសីហនុថាធ្វើឡើងតាមរបៀបធ្វើនំអត់ម្សៅដោយការកំណត់ឲ្យពួកគេបង់លុយ$3នេះមិនទាន់មានការឯកភាពពីម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរភាគច្រើននៅឡើយទេនាពេលកន្លងមកម្ចាស់ក្រុមហ៊ុនខ្លះបានចាត់ទុកការតម្រូវរបស់រដ្ឋបាលខេត្តព្រះសីហនុថាបានអនុវត្តផ្ទុយឬមិនស្ដាប់តាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានដាក់ចេញនោះទេជាងនេះទៀតចំពោះការកំណត់តម្លៃលក់សម្បត្តិខ្ពស់ហួសហេតុពេកគឺបារម្ភខ្លាចនាំឲ្យភ្ញៀវទេសចរលែងចាប់អារម្មណ៍ធ្វើដំណើរមកទស្សនាខេត្តព្រះសីហនុតទៅទៀតនាថ្ងៃអនាគតត្រង់ចំណុចនេះម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរភាគច្រើននាខេត្តព្រះសីហនុសំណូមពរដល់ប្រមុខដឹកនាំឲ្យជួយធ្វើអន្តរាគមន៍មករដ្ឋបាលខេត្តព្រះសីហនុដែលកំណត់ឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកទាំងអស់ចេញទៅកម្សាន្តតាមកោះនានាតម្រូវឲ្យដំឡើងតម្លៃលក់សម្បត្តិនិងជំរិតឲ្យក្រុមហ៊ុនត្រូវតែបង់ប្រាក់$3ឲ្យរដ្ឋបាលខេត្តជាដាច់ខាតនោះជាថ្មីឡើងវិញដើម្បីកុំឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋពិសេសកំណើនភ្ញៀវទេសចរដែលចង់ចូលមកទស្សនាខេត្តព្រះសីហនុនាថ្ងៃខាងមុខខ្ញុំដែរយុទ្ធជាអាស៊ីសេរីខេត្តព្រះសីហនុប្រសិនបើលោកអ្នកនាងកញ្ញាមានសំណួរយោបល់ឬមួយក៏ចង់ផ្ដល់ព័ត៌មានផ្សេងៗសូមអញ្ជើញសរសេរមកកាន់យើងខ្ញុំដោយការខ្នងសម្បត្តិដាក់ថាវិទ្យុអាស៊ីសេរីប្រអប់សម្បត្តិប្រៃសណីលេខ816ក្រុងភ្នំពេញចំពោះលោកអ្នកដែលប្រើអ៊ីមែលសូមប្រើអាស័យដ្ឋានខ្មែរ@rfa.org ឬមួយទូរស័ព្ទមកកាន់លេខ012 811 911បាទសូមអរគុណជាបន្តទៅទៀតនេះនាងខ្ញុំសុធានីសូមជូនព័ត៌មានបញ្ចប់អ
អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតលើសារឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមដែលគេសង្ស័យថាជាសារសម្លេងនិងជាសារអក្សររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនម៉ាណិតនិងកញ្ញាធីសវណ្ណថានៅឡើយទេចំណែកឯអ្នកវិភាគយល់ឃើញថាសារនេះគឺជាតម្រុយមួយសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយអាចបើកការស៊ើបអង្កេតបានចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកលៀងសំណាប់និងប្រកាសសាលក្រមថ្មីមួយទៀតចាប់ប្រកាន់លោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនៅថ្ងៃទី27ខែធ្នូខាងមុខចាលោកសំរងស៊ីនិងជំនួយការរបស់លោកពីរនាក់រួមមានលោកសម្បត្តិសច្ឆាដែលជាអ្នកកាត់តវីដេអូហើយនិងលោកអឹងជុងលៀងហើយកូនជ្រូកត្រូវបានតុលាការចាប់ប្រកាន់ពីបទសំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងយុះញងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា29មាត្រា629និងមាត្រា495នៃក្រមព្រហ្មទណ្ឌចាំមេធាវីការពីក្តីរបស់លោកសំរងស៊ីលោកសំសុគង្គឲ្យដឹងថាសវនាការពីម្សិលមិញនេះគឺមានលោកហុងសុខួរចូលរួមជាសាក្សីចាលោកសំសុគង្គពុំមានជំនឿថាកូនក្តីរបស់លោកទទួលបានយុត្តិធម៌ពីតុលាការនោះឡើយលោកថាកន្លងមកបើទោះបីជាក្រុមមេធាវីរបស់លោកបានបង្ហាញភស្តុតាងដោះបន្ទុកយ៉ាងណាក្តីក៏តុលាការនៅតែផ្តន្ទាទោសដដែលចាក្រៅតែពីទទួលរងការចាប់ប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងយុះយងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលោកសំរងស៊ីក៏នៅរងបទចោទ4ផ្សេងទៀតគឺពាក់ព័ន្ធនឹងបទបរិហាកេរមន្ត្រីជាន់ខ្ពស់របស់បកកណ្ដាលអំណាចរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហេងសំរិននិងលោកហៅណាំហុងអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោកលីសុផាណាប្រាប់អធិស្រីតាមបណ្ដាញទំនាក់ទំនង Telegram កាលពីម្សិលមិញថាការស៊ើបអង្កេតករណីឃាតកម្មលើរូបលោកបណ្ឌិតកែមលីគឺនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេពីព្រោះថាការស៊ើបអង្កេតគឺវាអាស្រ័យទៅលើទំហំនៃសំណុំរឿងចាលោកក៏បានបញ្ជាក់ថាកិច្ចការអាយកាគឺមិនដូចជាកិច្ចការរដ្ឋបាលសាធារណៈទេលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដានៅក្នុងហាងទំនិញ Star Mart នៅស្ថានីយ៍ចាក់សាំងកាល់តិចចានៅខេត្តកំពតឯនោះវិញកម្លាំងនគរបាលស្រុកឈូកបានចុះទប់ស្កាត់ការប្រព្រឹត្តទង្វើសិទ្ធិមនុស្សអន្តរជាតិ10ធ្នូដែលបានរៀបចំនៅក្នុងសហគមន៍អង្គស្វាយតំណាងប្រជាប្រដ្ឋចាត់ទុកវិធានការរបស់នគរបាលនិងភាគីពាក់ព័ន្ធនៅក្នុងមូលដ្ឋាននេះថាជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគេអ្នកប្រដាល់លំដាប់ពិភពលោកលោកមេនីប៉ាគីអាវនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាមួយនឹងប្រធានាធិបតីហ្វីលីពីនចាប់ពីថ្ងៃទី13ដល់ថ្ងៃទី14ខែធ្នូសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីហ្វីលីពីនមកកម្ពុជានេះគឺតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថនរោត្តមសីហមុនីจากក្រសួងបរិស្ថានដាក់បង្ហាញផ្ទាំងរូបថតចំនួន30ផ្ទាំងពីបរិស្ថាននិងធម្មជាតិនៅឯសួនច្បារមុខវត្តបទុមវត្តីរយៈពេល3ថ្ងៃដើម្បីបង្កើនការស្រឡាញ់និងការថែរក្សាធនធានធម្មជាតិក្រសួងនឹងជ្រើសរើសផ្ទាំងរូបថតចំនួន3សន្លឹកដែលល្អជាងគេដើម្បីផ្ដល់ជារង្វាន់នៅខេត្តកំពង់ឆ្នាំងអង្គការក្តីការណាក៏បានដាក់តាំងពិព័រណ៍រូបភាពនិងឯកសារនានាទាក់ទងនឹងរបបខ្មែរក្រហមពិធីតាំងពិព័រណ៍ចល័តនេះក៏បើកឱកាសឲ្យជនជាតិភាគតិចចាមនិងវៀតណាមដែលជាជនរងគ្រោះក្នុងរបបនោះបានថ្លែងពីទុក្ខលំបាកឬក៏ការធ្វើទុកបុកម្នេញមកលើខ្លួនពីសំណាក់អតីតមេដឹកនាំខ្មែរក្រហមលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចប់ត្រឹមតែប៉ុណ្ណេះចាយើងខ្ញុំទាំងអស់គ្នាសូមជូនពរលោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនជានិរន្តរ៍ខ្ញុំបាទហេងសកលនាងខ្ញុំម៉ៅសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាចាសូមជម្រាបលាវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ short wave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជា
លោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26m លោកអ្នកនាងក៏អាចស្ដាប់តាមការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែរក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa.cambodia និង YouTube www.youtube.com/rfa.khmer-video សូមលោកអ្នកនាងចុច like និងចុច subscribe ដើម្បីទទួលបានព័ត៌មានថ្មីទាន់ហេតុការណ៍និងទស្សនាវីដេអូផ្សេងៗទៀតបានគ្រប់ពេលវេលាបង្កមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមលោកសំរងស៊ីក៏នៅរងបាត់ចោទ4ផ្សេងទៀតគឺពាក់ព័ន្ធនឹងបទបរិហាកេរមន្ត្រីជាន់ខ្ពស់របស់បកកណ្ដាលអំណាចរួមមានលោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហេងសំរិននិងលោកហៅណាំហុងចាលោកអ្នកស្ដាប់ជាទីមេត្រីរឿងដាច់ដライតាក់ទងនឹងឃាតកម្មលើរូបលោកបណ្ឌិតកែមលីអ្នកវិភាគបញ្ហាសង្គមនិងនយោបាយវិញមន្ត្រីអាយកាអមតុលាការក្រុងភ្នំពេញបញ្ជាក់ថាដំណុំរឿងឃាតកម្មនេះគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការនៅឡើយអ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោកលីសុផាន់ណាប្រាប់អធិស្រីតាមបណ្ដាញទំនាក់ទំនង Telegram កាលពីម្សិលមិញថាការស៊ើបអង្កេតនៅមិនទាន់អាចកំណត់ពេលវេលាជាក់លាក់បានទេពីព្រោះថាការស៊ើបអង្កេតគឺវាអាស្រ័យទៅលើទំហំនៃសំណុំរឿងចាលោកក៏បានបញ្ជាក់ថាកិច្ចការអាយកាគឺមិនដូចជាកិច្ចការរដ្ឋបាលសាធារណៈទេលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដានៅក្នុងហាងលក់ទំនិញ Star Mart នៅស្ថានីយ៍ចាក់សាំងកាស្តិចបូកូដែលមានរយៈពេល5ខែហើយគិតចាប់ពីថ្ងៃបាញ់សម្លាប់មកដល់ពេលនេះមានជនត្រូវចោទម្នាក់ប៉ុណ្ណោះដែលសមត្ថកិច្ចនិងតុលាការបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះក្រៅពីនេះអ្នកសំគំនិតនិងអ្នកបញ្ជានៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះគឺតុលាការបានអះអាងថាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយចាប់ពីខេត្តកំពតឯនោះវិញកម្លាំងនគរបាលស្រុកឈូកបានចុះទប់ស្កាត់ការប្រព្រឹត្តទង្វើសិទ្ធិមនុស្សអន្តរជាតិ10ធ្នូដែលរៀបចំនៅក្នុងសហគមន៍អង្គស្វាយតំណាងប្រជាពលរដ្ឋចាត់ទុកវិធានការរបស់នគរបាលនិងភាគីពាក់ព័ន្ធនៅក្នុងមូលដ្ឋាននេះថាជាការបំបិទសិទ្ធិសេរីភាពរបស់ពួកគេចាសសូមអញ្ជើញលោកដានៀងស្ដាប់សេចក្តីរាយការណ៍របស់លោកមុំមនីរតន៍ការចេញបំរាមនេះត្រូវបានតំណាងប្រជាពលរដ្ឋអាងថាអាជ្ញាធរមូលដ្ឋានចោទប្រកាន់អ្នករៀបចំកម្មវិធីថាអ្នកប្ររពទិវាសិទ្ធិមនុស្សអន្តរជាតិនេះពុំមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ពីអាជ្ញាធរខេត្តហើយការចេញគោលការណ៍បិទកម្មវិធីនេះគឺដើម្បីរក្សាសន្តិសុខស្ដាប់ធ្នាប់និងសុវត្ថិភាពនៅក្នុងមូលដ្ឋានលោកហ៊ួនសវណ្ណីដែលអះអាងថាជាតំណាងប្រជាពលរដ្ឋនៅភូមិអង្គស្វាយស្រុកឈូខេត្តកំពតរិះគន់ចំណាត់ការរបស់មន្ត្រីនគរបាលនិងអាជ្ញាធរពាក់ព័ន្ធថានេះជានយោបាយគៀបសង្កត់សិទ្ធិសេរីភាពហើយពង្រឹងអំណាចខ្លួនឯងប៉ុណ្ណោះលោកបន្តថាការរស់នៅសប្តាហ៍ថ្ងៃនេះគឺហាក់ដូចគ្មានសិទ្ធិសេរីភាពទេពលសិទ្ធិនេះបានទៅលើតែភាគីណាដែលគ្រប់គ្រងរដ្ឋាភិបាលប៉ុណ្ណោះលោកហ៊ួនសវណ្ណីឲ្យដឹងថាបើទោះជាពលរដ្ឋព្យាយាមពន្យល់អាជ្ញាធរពីគោលបំណងនៃការរៀបចំបែបណាក៏ដោយមន្ត្រីដែលចុះប្រតិបត្តិការអះអាងថាគេមិនខ្វល់ពីរឿងច្បាប់ឡើយសំខាន់គឺបទបញ្ជាពីថ្នាក់លើខ្ញុំកំពុងថាខ្ញុំនឹងបាត់បង់នៅសិទ្ធិព្រោះថាសិទ្ធិប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិមិនចឹងណាបងណាអញ្ចឹងខ្ញុំចង់ដឹងពីទិវាសិទ្ធិមនុស្សនឹងរបៀបម៉េចពួកខ្ញុំជាប្រជាពលរដ្ឋមិនមានចំណេះដឹងគ្រប់គ្រាន់អញ្ចឹងគឺខ្ញុំត្រូវការចំណេះដឹងឥឡូវហ្នឹងសិទ្ធិដែលខ្ញុំត្រូវការទទួលបានហ្នឹងគឺអត់បានការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនៅឃុំអង្គស្វាយស្រុកឈូខេត្តកំពតនៅពេលនេះត្រូវបរាជ័យទៅវិញក្នុងពេលកម្លាំងចម្រុះរបស់រដ្ឋាភិបាលចុះទប់ស្កាត់មិនឲ្យពលរដ្ឋរៀបចំពិធីនេះលោកខួនសវណ្ណីឲ្យដឹងថាតាមគម្រោងនៃការរំលឹកខួបលើកទី68នៃសិទ្ធិមនុស្សអន្តរជាតិនេះមានអ្នកចូលរួមប្រមាណ60នាក់ទាក់ទិនរឿងនេះអភិបាលរងស្រុកឈូខេត្តកំពតលោកហុកទ្រីអះអាងថាលោកពុំអាចឆ្លើយបំភ្លឺបានទេដោយសារជាប់ប្រជុំ
យ៉ាងណាក៏ដោយនៅក្នុងលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោកហុកត្រីនៅថ្ងៃទី9ធ្នូឲ្យដឹងថាលិខិតដែលស្នើសុំរៀបចំកម្មវិធីនេះពុំទាន់មានសុពលភាពតាមផ្លូវច្បាប់គ្រប់គ្រាន់ហេតុនេះលោកតម្រូវឲ្យអ្នករៀបចំកម្មវិធីធ្វើលិខិតស្នើសុំសារឡើងវិញពីអភិបាលខេត្តជាមុនសិនលោកអំសំអាតប្រធានគ្រប់គ្រងផ្នែកអង្កេតរបស់អង្គការលីកាដូបង្ហាញការសោកស្ដាយដែលអាជ្ញាធរពាក់ព័ន្ធដាក់កម្លាំងចម្រុះទប់ស្កាត់ការរៀបចំពិធីដែលនិយាយពីការលើកកម្ពស់សិទ្ធិមនុស្សទៅវិញលោកបន្តថាតាមពិតរដ្ឋាភិបាលអាចទទួលបានផលចំណេញពីទិវានេះទៅវិញទេប្រសិនបើរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធស្ដាប់បញ្ហានិងអនុសាសន៍ពីសហគមន៍នោះខ្ញុំគិតថាវាគួរណាស់ទៅលើកទឹកចិត្តសម្រាប់ជាប្រព័ន្ធតែគាត់មានឆន្ទៈក្នុងការចូលរួមរំលឹកនៅខួបលើកទី68នៃទិវាសិទ្ធិមនុស្សអន្តរជាតិហើយក៏បានបង្ហាញនៅកង្វល់ឬក៏បញ្ហាមួយចំនួនផ្សេងទៀតដើម្បីឲ្យអាជ្ញាធរនឹងគាត់បានដឹងបានឮហើយជួយរកដំណោះស្រាយសម្រាប់គាត់ដោយឡែកទាក់ទិនការរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ10ធ្នូនៅភ្នំពេញនៅតាមទីតាំងសំខាន់ៗមួយចំនួនដូចជានៅសួនច្បារត្រង់ចំណុចក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានិងទីលានប្រជាធិបតេយ្យជាដើមសាលាក្រុងភ្នំពេញមិនបើកភ្លើងខៀវឲ្យប្រារព្ធពិធីឡើយបើទោះជាមានបំរាមដូចនេះពីអាជ្ញាធរក៏ដោយចុះក្រុមអ្នកប្រារព្ធពិធីរួមមានសហជីពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅតែបញ្ជាក់ចំហថាពួកគេនឹងជំនះរៀបចំពិធីទៅតាមការគ្រោងទុកសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សមាត្រា27ចែងថាមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌របស់ខ្លួនដោយឡែកមាត្រា35នៃរដ្ឋធម្មនុញ្ញវិញកំណត់ថាប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវទទួលការពិនិត្យនិងដោះស្រាយដោយអង្គការរដ្ឋផ្ទុយពីនេះទៅវិញអង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថាការស្នើរបស់ប្រជាពលរដ្ឋកន្លងទៅកម្រឃើញអាជ្ញាធររដ្ឋដោះស្រាយណាស់ក្រៅពីដាក់កម្លាំងចេញបង្ក្រាបឬចុះទប់ស្កាត់ការជួបជុំដែលការប្រមូលផ្ដុំសម្ដែងមតិនេះមានធានាដោយច្បាប់កម្ពុជារបស់ប្រទេសផងខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកការសាងសង់ទំនប់វារីអគ្គិសនីដនសហុងរបស់ប្រទេសឡាវនាំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គនិងធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរតើកត្តាអ្វីខ្លះដែលនាំឲ្យមានការប៉ះពាល់ទាំងនោះបាទសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារអំពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃអ្នកប្រដាល់លំដាប់ពិភពលោកមីនីប៉ាគីអាវនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាមួយនឹងប្រធានាធិបតីហ្វីលីពីនគឺលោករ៉ូឌ្រីហ្គោដូតឺតេចាប់ពីថ្ងៃទី13ដល់ទី14ខែធ្នូសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនមកកម្ពុជានេះគឺតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថនរោត្តមសីហមុនីក្នុងដំណើរទស្សនកិច្ចនេះក្រៅពីជួបគាត់ព្រះមហាក្សត្រប្រធានាធិបតីហ្វីលីពីនក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាលោកហ៊ុនសែននិងលោកដូតឺតេនឹងចុះហត្ថលេខាលើឯកសារចំនួន2គឺអនុសារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡាចាលោករ៉ូឌ្រីហ្គោដូតឺតេបានឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនកាលពីចុងខែមិថុនាឆ្នាំ2016លោកត្រូវបានអង្គការសហប្រជាជាតិសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិករិះគន់ពីការរំលោភសិទ្ធិមនុស្សដោយសារការអនុវត្តយុទ្ធនាការកណ្ដាប់ដៃដែកប្រឆាំងនឹងអ្នកជួញដូរហើយដែលលោកអនុញ្ញាតឲ្យមានការសម្លាប់ក្រៅប្រព័ន្ធតុលាការយុទ្ធនាការកណ្ដាប់ដៃដែកនេះគឺបណ្ដាលឲ្យមានមនុស្សប្រមាណជា 4000 នាក់បានស្លាប់ក្រសួងបរិស្ថានដាក់បង្ហាញផ្ទាំងរូបថតចំនួន30ផ្ទាំងស្តីពីបរិស្ថាននិងធម្មជាតិនៅសួនច្បារមុខវត្តបទុមរយៈពេល3ថ្ងៃដើម្បីបង្កើនការស្រឡាញ់និងការថែរក្សាធនធានធម្មជាតិចាក្រសួងនឹងជ្រើសរើសផ្ទាំងរូបថតចំនួន3សន្លឹកដែលល្អជាងគេដើម្បីផ្ដល់ជារង្វាន់លោកប្រាជ័យរាយការណ៍ព័ត៌មាននេះផ្ទាំងរូបថតបង្ហាញពីសម្រស់ព្រឹកព្រៃបឹងទន្លេសកម្មភាពដើមឈើការបំពុលបរិស្ថាននិងសកម្មភាពរើសសម្រាមរបស់ភ្ញៀវទេសចរនៅក្រុងភ្នំពេញបានលើកតាំងបង្ហាញពេញទីធ្លាវត្តសួនច្បារមុខវត្តបទុមព្រឹកថ្ងៃទី9ខែធ្នូក្នុងកម្មវិធីតាំងពិព័រណ៍រូបថតអ្នកនាំពាក្យក្រសួងបរិស្ថានលោកអៀងសុផល្លែតប្រាប់ក្រុមអ្នកសារព័ត៌មានថាការប្រកួតប្រជែងរូបថតនេះ
គឺជាការលើកកម្ពស់និងផ្សព្វផ្សាយបន្ថែមពីកិច្ចការពារបរិស្ថានយើងចូលរួមចំណែកការថែរក្សាអភិរក្សទុនធានធម្មជាតិការអភិរក្សជីវៈចម្រុះរបស់យើងនឹងជាការមួយរួមចំណែកក្នុងការកាត់បន្ថយអូស្មန်ផ្ទាំងកញ្ចក់ដែរក៏ជាការកាត់បន្ថយនៃការកកើនឡើងកម្ដៅដែរបាទនេះជាកាតព្វកិច្ចរបស់យើងហើយក្រសួងបរិស្ថានបានបង្កើតការប្រកួតប្រជែងរូបថតនេះកាលពីថ្ងៃទី1 ខែវិច្ឆិកាដោយទុករយៈពេល25ថ្ងៃសម្រាប់បេក្ខជនដាក់រូបថតរបស់ខ្លួនរូបថតដែលបានដាក់តាំងបង្ហាញទាំង30ផ្ទាំងនេះបានពីការសម្រិតសម្រាំងពីអ្នកចូលរួមជាង200នាក់អ្នកជំនាញផ្នែកថតរូបនៃកម្មវិធីប្រកួតប្រជែងលោកមឿនញៀនប្រាប់ថារូបថតដែលបានដាក់តាំងបង្ហាញនេះផ្អែកលើសម្រស់ធនធានធម្មជាតិបច្ចេកទេសថតដែលទាក់ទងទៅនឹងបរិស្ថានមើលរូបទាំងអស់នេះមានភាពលក្ខណៈស្អាតខុសគ្នាហើយយើងមានគណៈកម្មការ5នាក់ដែលយើងជ្រើសរើសទៅជែកគ្នាមកបានជ្រើសរើសយករូបប៉ុណ្ណឹងយកមកដាក់តាំងហ្នឹងយើងជែកពេលខ្លះតាំងទៅដៃដាក់គ្នាណាកម្មវិធីប្រកួតប្រជែងនឹងតាំងពីពណ៌រូបថតមានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែធ្នូឆ្នាំ2016ការរៀបចំនេះក្នុងគោលបំណងបង្កើតការស្រឡាញ់និងថែរក្សាធនធានធម្មជាតិដើម្បីប្រែក្លាយផ្នត់គំនិតសាធារណជនឲ្យមានទម្លាប់និងឥរិយាបថល្អចំពោះធម្មជាតិអ្នកចូលរួមប្រកួតប្រជែងរូបថតម្នាក់លោកផិនបណ្ឌិតរំពឹងថារូបដែលលោកបានដាក់ចូលរួមប្រកួតប្រជែងនឹងជួយលើកកម្ពស់ពីកិច្ចការពារបរិស្ថានទោះមិនទាន់បង្ហាញលទ្ធផលអ្នកបើកគោយន្តត្រូវប្រើប្រាស់កម្លាំងកាន់តែខ្លាំងដែរនៅក្នុងផ្លូវនេះគឺយើងប្រុងប្រយ័ត្នទី1គឺផ្លូវវាចង្ហុកអីផ្លូវច្រាំងផ្លូវវាថាវាចោតខ្លាំងឬក៏ឡើងចំណតអីចឹងទៅឬក៏មានរឹសឈើអីហុកខ្លាំងទៅយើងប្រុងប្រយ័ត្នដល់ពេលយើងបោទៅវាមានរឹសឈើអីនៅពីមុខអីលាក់លេងដូចទៅយើងបោទៅយើងត្រូវតែប្រឹងដៃឲ្យនឹងបើយើងមិនប្រឹងទេវាបោកអាចចូលដប់ភាគតិចណាស់ដែលអ្នកល្បាតព្រៃបានជិះលើគោយន្តជាប់លាប់ជាទូទៅពួកគេត្រូវចុះដើរត្រូវជួយរុញត្រូវជួយលើកជួយទាញនិងជួយអូសគោយន្តចំពោះអ្នកសហគមន៍ពួកគាត់មិននិយមពាក់ទ្រនាប់ជើងទេដើម្បីងាយស្រួលឆ្លងកាត់ភក់ល្បាតនិងទឹកនៅតាមផ្លូវទីប្រឹក្សាសហគមន៍ប្រមេអ្នកស្រីនួនមុនមានប្រសាសន៍ថាពួកគាត់ជាប្រជាពលរដ្ឋតស៊ូលះបង់ចុះល្បាតព្រៃក្នុងក្តីសង្ឃឹមតែមួយគត់គឺអាចថែរក្សាព្រៃឲ្យបានគង់វង្សកន្លងមកក៏បងប្អូនដែលអាចលះបង់មកបានគឺគាត់មានគំនិតដូចខ្ញុំដែរចាគាត់មានការលះបង់យ៉ាងដែរលះបង់នៅផ្ទះទៅកូនចៅទៅយើងមកនេះគឺយើងគិតខំតែក្នុងព្រៃហ្មងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួនខ្ញុំផ្ទាល់ក៏ដូចជាសហគមន៍ទាំងអស់គ្នាបានចូលរួមនឹងក៏មានការសង្ឃឹមដែរថានឹងអាចការពារឲ្យបានគង់វង្សនៅថ្ងៃអនាគតទៅមុខចាបើសិនតែយើងចូលរួមទាំងអស់គ្នាចាមិនខុសពីប្រជាសហគមន៍ទេក្រុមព្រះសង្ឃនៃបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលស្វាហាប់និងរហ័សរហួនតែងជួយត្រួសត្រាយផ្លូវនាំមុខក្រុមអ្នកល្បាតព្រៃជានិច្ចយុវតីចិនស្រីណាដែលស្កាត់ទៅពីខេត្តកំពង់ចាមដើម្បីចូលរួមល្បាតព្រៃបានកោតសរសើរដល់ក្រុមព្រះសង្ឃដែលបានលះបង់ចូលរួមក្នុងការល្បាតព្រៃនាងក៏មានក្តីរំពឹងដែរថាបើមានការចូលរួមសកម្មពីភាគីពាក់ព័ន្ធពិសេសអាជ្ញាធរព្រៃព្រះរកានឹងអាចរក្សាបានគង់វង្សហើយខ្ញុំឃើញប្រសង់គាត់ស្វាហាប់មែនតើខ្ញុំគាំទ្រឃើញពេលគោយន្តជាប់ផុកអីរត់លាកចពោលាកស្បងរត់តាមគោយន្តដួលប្រផាត់ប្រភេងអីធ្វើអញ្ចឹងធ្វើឲ្យខ្ញុំឃើញប្រៃឈើពេលគេកាប់ផ្លាញទៅស្រក់ទឹកភ្នែកដល់ការស្ដាយប្រៃឈើផងហើយនឹងអាណិតប្រសង់ដែលគាត់ស្វាហាប់ដែលមួយចំនួននិយាយថាឆាន់បាយនៅដេកវត្តអញ្ចឹងល្អជាងណាប៉ុន្តែនេះជាគំនិតមួយដែលគិតខុសដែលប្រសង់គាត់ដែលស្វាហាប់ជាងយុវជនជាងប្រជាពលរដ្ឋទូទៅមួយចំនួនចាព្រៃព្រះរកាដែលស្ថិតនៅចន្លោះស្រុក4ក្នុងខេត្តព្រះវិហាររួមមានស្រុកឆែបស្រុកត្បៃមានជ័យស្រុកជាំខ្សាននិងស្រុកជ័យសែនត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី9ខែឧសភាឆ្នាំ2016អនុក្រឹត្យរបស់រដ្ឋាភិបាលបញ្ជាក់ថាព្រៃនេះមានទំហំជាង 90,000 ហិកតាក្នុងដំណើរល្បាតព្រៃនេះមន្ត្រីបរិស្ថានបានចាប់ខ្លួនជនល្មើសកាប់បំផ្លាញព្រៃឈើចំនួន5នាក់បញ្ជូនទៅតុលាការ3នាក់ទៀតស្ថិតនៅក្នុងការត្រួតពិនិត្យនិងមានស្ត្រីម្នាក់បានរត់រួចខ្លួនក្រៅពីចំណាយកម្លាំងកាយចិត្តដើម្បីធ្វើដំណើរដោយមធ្យោបាយគោយន្តនេះទាំងអ្នកបើកគោយន្តទាំងអ្នកចូលរួមមិនបានទទួលទានអាហារនិងទឹកគ្រប់គ្រាន់ឡើយត្បិតខ្វះខាតស្បៀងនៅពេលដែលដំណើរល្បាតព្រៃត្រូវផ្លាស់ប្ដូរផ្លូវវែងឆ្ងាយជាងផែនការដែលបានគ្រោងទុកម៉ោង 4 ព្រឹកថ្ងៃទី31ខែតុលាគោយន្តនៃក្រុមអ្នកល្បាតព្រៃបានចេញផុតពីផ្លូវពិបាកពូលគឺបានចេញផុតពីព្រៃពេលនោះហើយដែលទាំងអ្នកបើកគោយន្តនិងអ្នកសហគមន៍ដែលអស់កម្លាំងខ្លាំងបានសម្រាកលង់លក់ក្នុងរយៈពេលជាង1ម៉ោងនៅមុនពេលត្រូវបន្តដំណើរត្រឡប់ទៅភូមិប្រមេវិញ
បាតព្រៃបានបញ្ចប់ដោយបន្សល់ទុកអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមបើទោះបីជានៅលើខ្លួននៃអ្នកចូលរួមទាំងនោះមានស្នាមជាំចំពោះអ្នកដែលអង្គុយឬធ្លាក់ពីលើគោយន្តនិងស្នាមរបួសតិចតួចក៏ដោយពួកគេក៏នៅតែទន្ទឹងការចូលរួមល្បាតព្រៃព្រះរកាសាជាថ្មីម្ដងទៀតត្បិតការលួចកាប់បំផ្លាញព្រៃនេះនៅមិនទាន់បញ្ចប់នៅឡើយនាងខ្ញុំសុជីវីអាស៊ីសេរីភ្នំពេញម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុក្រុងលើកបដាតវ៉ានឹងផ្អាកសកម្មភាពដឹកភ្ញៀវមួយរយៈដើម្បីរងចាំដំណោះស្រាយក្នុងការតម្រូវឲ្យបង់ប្រាក់ជូនរដ្ឋបាលខេត្ត$3គណៈកម្មការអភិវឌ្ឍឆ្នេរសមុទ្រតម្រូវឲ្យពួកគេដំឡើងថ្លៃសម្បត្តិរហូតដល់$20និងការចម្រិតយកលុយពីពួកគេចំនួន$3ពីការលក់សម្បត្តិមួយសន្លឹកប៉ុន្តែរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថាថវិកាចំនួន$3នេះគឺត្រូវយកទៅអភិវឌ្ឍតំបន់ឆ្នេរនានានាមូលដ្ឋាននេះឲ្យមានអនាម័យនិងសោភ័ណភាពពីខេត្តព្រះសីហនុលោកដែនអយុធ្យារាយការណ៍បញ្ហានេះម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរភាគច្រើនដែលកំពុងបើកធ្វើអាជីវកម្មដឹកភ្ញៀវទេសចរជាតិអន្តរជាតិចេញទៅកំសាន្តតាមបណ្ដាកោះនានាក្នុងខេត្តព្រះសីហនុបានបន្តរិះគន់ចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុនិងគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលជំរិតឲ្យពួកគេត្រូវតែបង់លុយ$3សហរដ្ឋអាមេរិកជូនរដ្ឋបាលខេត្តក្រោមលេសយកទៅអភិវឌ្ឍតំបន់ឆ្នេរសមុទ្រថាធ្វើឡើងតាមរបៀបផ្ដាច់ការនិងមានលក្ខណៈគំរាមកំហែងផ្ដើមពីបញ្ហានេះម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរមួយចំនួនបានអះអាងថាពួកគេមានគម្រោងលើកបដាតវ៉ានៅពីមុខវិមានលំហែកាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅឆ្នេរអូឈើទាលនិងផ្អាកសកម្មភាពដឹកភ្ញៀវចេញទៅកោះមួយរយៈពេលខ្លីនៅមុនឬក្រោយពិធីបុណ្យសមុទ្រដែលនឹងចូលមកដល់នៅថ្ងៃទី23ឬ25ខែធ្នូឆ្នាំ2016ម្ចាស់ក្រុមហ៊ុនដឹកភ្ញៀវទេសចរទៅកំសាន្តតាមកោះមួយចំនួនមានកោះរុងនិងកោះរុងសន្លឹមជាដើមបានស្នើកិច្ចអន្តរាគមន៍ពីប្រមុខដឹកនាំរដ្ឋាភិបាលឲ្យជួយមានវិធានការនិងទទូចដល់រដ្ឋបាលខេត្តព្រះសីហនុពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាឲ្យពិចារណាឡើងវិញចំពោះការកំណត់ឲ្យពួកគេត្រូវតែបង់ថវិកា$3ជូនរដ្ឋបាលខេត្តនេះដើម្បីកុំឲ្យប៉ះពាល់ដល់វិស័យទេសចរចូលមកទស្សនាខេត្តនេះនាថ្ងៃខាងមុខទាក់ទិនបញ្ហានេះអភិបាលខេត្តព្រះសីហនុលោកយុនមានផ្ដល់សម្ភារដល់អាស៊ីសេរីកាលពីថ្ងៃទី8ខែធ្នូថាការកំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះទាំងអស់ដែលបើកធ្វើអាជីវកម្មក្នុងខេត្តនេះត្រូវបង់ថវិកា$3សហរដ្ឋអាមេរិកពីការលក់សម្បត្តិជូនភ្ញៀវទេសចរមួយសន្លឹកជូនរដ្ឋបាលខេត្តប្រយោជន៍ដើម្បីយកទៅអភិវឌ្ឍតំបន់ឆ្នេរឲ្យមានសោភ័ណភាពលោកយុនមានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរទាំងអស់ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តនិងគណៈកម្មាធិការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឲ្យបានទាំងអស់គ្នាដើម្បីឲ្យរដ្ឋបាលខេត្តមានថវិកាយកទៅអភិវឌ្ឍតំបន់ឆ្នេរនានាឲ្យមានសោភ័ណភាពនិងមានអនាម័យសម្រាប់ជាការទាក់ទាញកំណើនភ្ញៀវទេសចរនាថ្ងៃអនាគតគណៈកម្មការឆ្នេរនេះគឺបានគាំទ្រនិងជំរុញឲ្យរដ្ឋបាលខេត្តនេះគឺសូមវិភាគទានពីបងប្អូនអតិថិជនក្នុងក្នុងម្នាក់$3ដើម្បីជួយគាំពារជួយអភិវឌ្ឍតំបន់ឆ្នេរខេត្តសីហនុយើងក្នុងនោះគឺយើងបានប្រមូលបងប្អូនធ្វើអាជីវកម្មឲ្យគាត់ចូលរួមមកទល់ពេលនេះគឺគាត់បានឯកភាពគ្នាតាមរយៈការប្រជុំចុងខែមុនហ្នឹងការកំណត់ឲ្យម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរទាំងអស់ត្រូវបង់ថវិកា$3សហរដ្ឋអាមេរិកជូនរដ្ឋបាលខេត្តព្រះសីហនុតាមរយៈការចេញលិខិតចុងក្រោយចុះថ្ងៃទី29ខែវិច្ឆិកាមានបោះត្រានឹងចុះហត្ថលេខាលោកសុកផនអភិបាលរងខេត្តព្រះសីហនុលក្ខខណ្ឌខ្លះនៅក្នុងលិខិតនេះបានរំលឹកដល់ម្ចាស់ក្រុមហ៊ុននិងម្ចាស់ទូកដឹកជញ្ជូនភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះនានាអំពីការកំណត់តម្លៃលក់សម្បត្តិជូនភ្ញៀវទេសចរមួយសន្លឹកត្រូវដំឡើងដល់$20និងការកំណត់ថវិកាបង់ជូនរដ្ឋបាលខេត្ត$3សម្រាប់ទ្រទ្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុត្រង់ចំណុចនេះភ្ញៀវទេសចរសាធារណជនទូទៅពិសេសម្ចាស់ក្រុមហ៊ុនកប៉ាល់និងទូកដឹកភ្ញៀវទេសចរចេញទៅកំសាន្តតាមកោះនានា
បង្ហាញការហួសចិត្តការបើថ្នាក់ដឹកនាំគណៈកម្មាធិការពិវត្តតំបន់ឆ្នេរសមុទ្រនិងរដ្ឋបាលខេត្តព្រះសីហនុបានតម្រូវឲ្យពួកគេដំឡើងតម្លៃលក់សម្បត្តិជូនភ្ញៀវធ្វើដំណើរចេញទៅតាមកោះទាំងទៅទាំងមកត្រូវដំឡើងដល់$20ក្នុងថ្លៃលក់សម្បត្តិមួយសន្លឹកដែលតម្លៃនេះក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរខ្លះបានទម្លាក់តម្លៃសម្បត្តិមកត្រឹម$12ឬ$15ក្នុងមួយសន្លឹកដើម្បីជាការរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាលនិងរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាប្រទេសកម្ពុជាពិសេសខេត្តព្រះសីហនុឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគតយ៉ាងនេះក្តីលិខិតចុងក្រោយចុះថ្ងៃទី29ខែវិច្ឆិការបស់រដ្ឋបាលខេត្តព្រះសីហនុក៏បានចោទម្ចាស់ក្រុមហ៊ុនកប៉ាល់ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានាថាមានភាពមិនប្រក្រតីក្នុងរយៈពេលប្រមាណខែចុងក្រោយមានដូចជាក្រុមហ៊ុនបានបញ្ចុះតម្លៃលក់សម្បត្តិជូនភ្ញៀវទេសចរទាបពេកនិងដណ្ដើមភ្ញៀវគ្នាបង្កឲ្យមានភាពមិនល្អនិងបង្កភាពអវិជ្ជមានក្នុងមុខរបរប្រកបអាជីវកម្មបង្កើតជាភាពអនាធិបតេយ្យក្នុងវិជ្ជាជីវៈជាដើមក្នុងន័យនេះដើម្បីឲ្យការប្រកបមុខរបរដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតាមបណ្ដាកោះនានាបានល្អប្រសើរនិងមានរបៀបរៀបរយឡើងវិញរដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញវិធានការចំនួន7ចំណុចជូនដល់ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរទាំងអស់រួមមានត្រូវលក់សម្បត្តិជូនភ្ញៀវទេសចរក្នុងម្នាក់តម្លៃ$20សហរដ្ឋអាមេរិកក្នុងសម្បត្តិទូកមួយម្ចាស់ក្រុមហ៊ុនត្រូវបង់ថ្លៃលក់សម្បត្តិមួយសន្លឹកចំនួន$3ជូនរដ្ឋបាលខេត្តសម្រាប់ទ្រទ្រង់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្រុមហ៊ុននិងម្ចាស់ទូកដឹកភ្ញៀវទេសចរទាំងអស់ត្រូវចងក្រងជាសមាគមទេសចរត្រូវរៀបចំពេលវេលាចេញទៅជាលក់សម្ភារៈអនុស្សាវរីយ៍ផ្ដល់កន្លែងស្នាក់នៅនិងលក់ចំណីអាហារជាដើមលើពីនេះប្រជាពលរដ្ឋរស់នៅតំបន់នេះមានទម្លាប់នេសាទលក្ខណៈគ្រួសារកំពុងប្រឈមការបាត់បង់ជាបណ្ដាដោយសារតំបន់នេសាទសំខាន់ត្រូវបានប្រជាជនឡាវសម្រុកមកនេសាទក្នុងដែនទឹករបស់ខ្មែរព្រោះនៅច្រកដនសហុងដែលប្រជាជនឡាវធ្លាប់នេសាទត្រូវបានរដ្ឋាភិបាលឡាវបិទទាំងស្រុងលោកចង់ឲ្យរដ្ឋាភិបាលព្រមទាំងអង្គការជាតិនិងអន្តរជាតិរកមធ្យោបាយដាក់សម្ពាធឲ្យឡាវទទួលខុសត្រូវពីផលប៉ះពាល់នេះអត់មានការសិក្សាឆ្លងដែនអីបន្តិចបន្តួចសោះបាទស្រាប់តែឃើញគេមកធ្វើប្រយអញ្ចឹងដល់ពេលមានការប៉ះពាល់របៀបនេះមិនដឹងពីណាអ្នកទទួលខុសត្រូវអាស៊ីសេរីមិនអាចតាក់ទងអគ្គលេខាធិការគណៈកម្មការទន្លេមេគង្គកម្ពុជាលោកតែនអាវុធដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី7ខែធ្នូព្រោះទូរស័ព្ទចូលគ្មានអ្នកទទួលកាលពីថ្ងៃទី23វិច្ឆិកាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងក្នុងជំនួបប្រជុំកំពូលកម្ពុជាឡាវនិងវៀតណាមស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនៅខេត្តសៀមរាបដោយបញ្ជាក់ថាកម្ពុជាបានពិនិត្យទិដ្ឋភាពតំបន់សាងសង់ទំនប់វារីអគ្គិសនីដនសហុងរួចហើយរកឃើញថាពុំមានផលប៉ះពាល់ចលនារបស់ត្រីនិងកង្វះខាតទឹកនោះទេការថ្លែងបែបនេះមន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថាហាក់កំពុងបំបាក់ទឹកចិត្តដល់អ្នកការពារបរិស្ថាននិងមិនបានលើកទឹកចិត្តចំពោះសម្លេងរបស់ពលរដ្ឋរាប់ម៉ឺននាក់ដែលសម្ដែងពីកង្វល់របស់ខ្លួនចំពោះផលប៉ះពាល់បរិស្ថាននិងសង្គមកាលពីខែតុលាឆ្នាំ2016រំហូរទឹកខុសប្រក្រតីនៅអន្លង់អភិរក្សផ្សោតព្រះរំកិលបណ្ដាលឲ្យកើតមានបាតុភូតគ្រោះធម្មជាតិបាក់ច្រាំងទន្លេទល់មុខអន្លង់ផ្សោតជម្រៅជាង10ម៉ែត្រនិងបណ្ដោយជាង10ម៉ែត្របង្កខូចខាតទ្រព្យសម្បត្តិសហគមន៍រាប់ពាន់ដុល្លារបាតុភិបនេះមន្ត្រីជំនាញបរិស្ថានសន្និដ្ឋានថាអាចបណ្ដាលមកពីទឹកនៅតំបន់ផ្សេងកើនឡើងដោយសាររដ្ឋាភិបាលឡាវបិទច្រកហូសហុងទាំងស្រុងដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសហុងបង្កឲ្យចរន្តទឹកហូរគួចខ្លាំងនៅអន្លង់អភិរក្សផ្សោតអតីតមន្ត្រីសម្រួលអង្គការបណ្ដាញការពារទន្លេ3លោកមីកមានដែលបានតាមដានស្ថានភាពទន្លេមេគង្គក៏សម្គាល់ឃើញថាគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីដនសហុងបង្កប៉ះពាល់ធ្ងន់ធ្ងរលើធនធានធម្មជាតិក្នុងតំបន់ជាពិសេសនៅដំណាក់កាលសាងសង់បង្កគ្រោះថ្នាក់ដល់ធនធានធម្មជាតិដូចជាការបិទច្រកចេញចូលរបស់ត្រីរាំងខ្ទប់ត្រីមិនឲ្យឡើងចុះបានទាំងប្រាំងនិងវស្សាជាពិសេសបង្កការរំខានដល់លក្ខណៈជីវសាស្ត្ររបស់សត្វផ្សោតនៅក្បែរនោះលោកបញ្យល់ថាសត្វផ្សោតរស់នៅអន្លង់ខ្សែទឹកខាងលើប្រឈមគ្រោះថ្នាក់ដោយសារអន្លង់នោះមានលក្ខណៈតូចចង្អៀតលំបាកស្វែងរកចំណីក្រៅពីនេះក៏បង្កការលំបាកដល់សហគមន៍ក្នុងការអភិរក្សសត្វផ្សោតទាំងនោះដែរព្រោះអន្លង់អភិរក្សដែលផ្សោតជ្រកបច្ចុប្បន្ននោះស្ថិតនៅព្រំដែនប្រទេសឡាវគ្រប់គ្រងហានិភ័យដែលអាចកើតមានចំពោះសត្វផ្សោតដែលឡើងទៅពួននៅក្នុងអន្លង់តូចមួយហ្នឹងវាមានច្រើនយើងដឹងថាតំបន់ហ្នឹងកន្លងមកมันមានការអភិរក្សទេមិនមែនជាតំបន់អភិរក្សទេបាទហើយជនជាតិឡាវប្រជាពលរដ្ឋឡាវដែលរស់នៅតំបន់កោះខនហ្នឹងគាត់ទៅប្រព្រឹត្តបទល្មើសនេសាទនៅតំបន់ហ្នឹង
មន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលលោកឯកចម្រើនសង្កេតឃើញថាសហគមន៍នេសាទពលរដ្ឋនិងសង្គមស៊ីវិលកំពុងខ្វល់ខ្វាយពីជោគវាសនាធនធានជលផលនៅទន្លេជាពិសេសសត្វផ្សោតអាចនឹងផុតពូជនៅគ្រាដែលមានការអភិវឌ្ឍតាមដងទន្លេមេគង្គលោកក៏សម្ដែងការមិនសប្បាយចិត្តចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកន្លងមកដែលថាគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងពុំមានផលប៉ះពាល់លោកក៏សម្គាល់ថាអង្គការរបស់លោកនៅមិនទាន់ឃើញមានការចុះស្រាវជ្រាវបញ្ហានេះពីមន្ត្រីជំនាញរបស់រដ្ឋាភិបាលនោះទេហើយក៏ពុំទាន់ឃើញមានការផ្សាយរបាយការណ៍ស្តីពីការស្រាវជ្រាវរបស់រដ្ឋាភិបាលដែរលោកយល់ថាបើទោះបីជាការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់នោះស្ថិតក្នុងអធិបតេយ្យភាពរបស់ឡាវក្តីតែទំហំផលប៉ះពាល់មានលក្ខណៈឆ្លងដែនលោកចាត់ទុកគម្រោងអភិវឌ្ឍនេះគឺជាគម្រោងដ៏គ្រោះថ្នាក់ចំពោះសន្តិសុខស្បៀងនិងជីវភាពប្រជាជនរាប់លាននាក់នៅតាមដងទន្លេមេគង្គក្រោយពីបានស្ដាប់ឮគាត់មានប្រសាសន៍ថាវាអត់មានផលប៉ះពាល់អីហ្នឹងយើងគិតថាទាំងអស់គ្នាហ្នឹងយើងអត់ទាន់បានសម្រេចចិត្តឬក៏ដូចគាត់ថានឹងទេព្រោះការព្រួយបារម្ភរបស់យើងពីផលប៉ះពាល់ហ្នឹងឃើញទស្សនវិជ្ជាការអនុវត្តជាក់ស្ដែងហើយនឹងទៅខាងមុខទៀតយើងឃើញថាមានផលប៉ះពាល់ប្រទេសឡាវបានចាប់ផ្ដើមសាងសង់ទំនប់វារីអគ្គិសនីដនសហុងទាំងយប់ថ្ងៃចាប់ពីខែតុលាឆ្នាំ2015រហូតមកទល់ពេលនេះសម្រេចបានជាង 40% ក្រុមហ៊ុន Megafer ទទួលបន្ទុកសាងសង់ទំនប់វារីអគ្គិសនីដនសហុងមានកម្ពស់ពី30ទៅ32ម៉ែត្រនិងមានប្រវែងប្រហែល7គីឡូម៉ែត្រចំណែកលទ្ធភាពផលិតថាមពលអគ្គិសនីគឺចាប់ពី240មេហ្គាវ៉ាត់ទៅ360មេហ្គាវ៉ាត់ទំនប់នេះមានចម្ងាយ1គីឡូម៉ែត្រកន្លះពីព្រំដែនខេត្តស្ទឹងត្រែងតំបន់នោះជាតំបន់ល្បាក់ខោនៅជិតតំបន់រ៉ាមសាដែលផ្ដល់ប្រភពប្រាក់ចំណូលនិងសន្តិសុខស្បៀងដល់ពលរដ្ឋរស់នៅដងទន្លេមេគង្គរាប់លាននាក់ប្រធានមន្ត្រីទេសចរខេត្តស្ទឹងត្រែងលោកអ៊ុនប៉ៅសឿនធ្លាប់មានប្រសាសន៍ថាប្រសិនបើសត្វផ្សោតនៅអន្លង់អូឈើទាលផុតពូជមែននោះវានឹងធ្វើឲ្យសហគមន៍ទេសចរព្រះរំកិលបាត់បង់ប្រាក់ចំណូលមានជាអានការលក់សម្បត្តិចូលទស្សនាសត្វផ្សោតការបម្រើសេវាដឹកជញ្ជូនអ្នកទេសចរការលក់ម្ហូបអាហារនិងលក់សម្ភារៈអនុស្សាវរីយ៍ជាដើមកាលពីមុនឆ្នាំ2010សត្វផ្សោតរស់នៅអន្លង់ឈើទាលមាន8ក្បាលក៏ប៉ុន្តែសត្វកម្រទាំងនេះបាត់បង់ជាបន្តបន្ទាប់ហើយបច្ចុប្បន្ននៅសល់សត្វផ្សោតធំៗប្រមាណ3ក្បាលបន្តរស់នៅក្រោមការអភិរក្សរបស់សហគមន៍និងឆ្មាំទន្លេមន្ត្រីសង្គមស៊ីវិលទទូចឲ្យភាគីពាក់ព័ន្ធធ្វើការស្រាវជ្រាវនិងរកមូលហេតុជុំវិញបញ្ហានេះដើម្បីធ្វើកំណត់ហេតុស្តីពីការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិឆ្លងដែនក្នុងគោលបំណងស្នើឲ្យរដ្ឋាភិបាលកម្ពុជាបន្តជជែកពិភាក្សារកដំណោះស្រាយជាមួយរដ្ឋាភិបាលឡាវខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងពីខេត្តព្រះវិហារឯនោះវិញគោយន្តឆ្នៃគឺជាមធ្យោបាយចាំបាច់តែមួយគត់ដែលអ្នកសហគមន៍ប្រមេប្រើប្រាស់ក្នុងការល្បាតព្រៃព្រះរកាពេលចូលព្រៃម្ដងពួកគេគៀករកអ្នកដែលមានគោយន្តនិងអ្នកស្ម័គ្រចិត្តបើកគោយន្តនោះសម្រាប់ក្រុមអ្នកល្បាតតើការធ្វើដំណើរដោយគោយន្តនៅក្នុងការល្បាតព្រៃព្រះរកាជួបភាពងាយស្រួលនឹងការលំបាកអ្វីខ្លះសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីនៅពេលព្រឹកព្រលឹមនៅក្នុងទីធ្លាវត្តស្ថិតនៅក្នុងភូមិប្រមេឃុំប្រមេស្រុកត្បៃមានជ័យខេត្តព្រះវិហារគោយន្ត10គ្រឿងត្រូវបានគេចតតម្រៀបគ្នាដើម្បីរៀបចំសម្ភារៈមុនចេញដំណើរទៅល្បាតព្រៃបន្ទាប់ពីរៀបចំរួចគោយន្តក៏បានចេញដំណើរបន្តកន្ទុយគ្នានៅលើផ្លូវកៅស៊ូចេញពីភូមិឆ្ពោះទៅព្រៃពេលចូលដល់ក្នុងព្រៃគោយន្តមិនអាចបើកបរដោយល្បឿនលឿនឡើយបិទផ្លូវនៅក្នុងព្រៃតូចៗឡើងចុះខ្ពស់ទាបមិនទៀងលើសពីនេះគោយន្តនីមួយៗក៏ត្រូវឆ្លងកាត់ស្ពានតូចៗចុះអូរចុះចំណោតកាត់ទឹកកាត់ភក់តាមស្ថានភាពផ្លូវគោយន្តទាំងនោះតែងជាប់ផុងនៅពេលដែលភក់មានជម្រៅជ្រៅខ្លាំងរហូតដល់ត្រឹមជង្គង់ក៏មានដំណើរនៅក្នុងព្រៃដែលមានស្ថានភាពផ្លូវបែបនេះទាមទារឲ្យមានអ្នកបើកគោយន្តអត់ធ្មត់មានភាពវាងវៃនិងរហ័សរហួនប្រធានសហគមន៍ប្រមេនិងជាអ្នកបើកគោយន្តស្ទាត់ជំនាញរូបផងលោកសុទ្ធសវណ្ណមានប្រសាសន៍ថាផ្លូវកាន់តែលំបាកនៅក្នុងរដូវវស្សាជាពិសេសនៅតាមផ្លូវដែលមានគោយន្តចេញចូលច្រើនដែលលោកសម្ដៅដល់អ្នកប្រើប្រាស់គោយន្តដើម្បីចូលទៅលួចកាប់ឈើនិងដឹកឈើលោកសវណ្ណបន្តថាលោកបានរៀនចេះបើកគោយន្តនេះ4ឆ្នាំមកហើយ
គឺនៅពេលដែលលោកត្រូវការគោយន្តដើម្បីដឹកជញ្ជូនជ័រច្បាស់ដែលក្រុមគ្រួសាររបស់លោកប្រមូលផលបានតាមការពិតផ្លូវមុនដំបូងផ្លូវល្អស្រួលទេហើយខ្ញុំបើកគោយន្តទៅដល់ជ័រខេបជុំក៏បើកបានខែណាក៏បើកបានទាំងអស់ប៉ុន្តែបើតាមអូនេះក៏ទឹកស្រកបានអាចចម្លងបានខែណាក៏បើកបានតែអត់ផងចេះទេផងចេះដោយសារតែមានក្រុមអ្នកឈើគេឈើឲ្យគេដឹកឈើរាល់ថ្ងៃចឹងទៅដល់ពេលភ្លៀងធ្លាក់មកវាខាគោយន្តវាខាទៅវាធ្វើឲ្យបែកផុកហើយវាផ្លូវទៅផ្លូវវាអាចបែកហើយវាខំចឹងទៅហើយរូងផ្លូវទៅមានទីខាខាងទៅវារូងតាមការពិតផ្លូវនេះគឺគ្រាន់តែមួយឆ្នាំបើគេបោគោយន្តដូចជាក្នុងមួយថ្ងៃជួនកាលវា30គ្រឿង40គ្រឿងយ៉ាងបោរាល់ថ្ងៃចឹងទៅវាអាចផុងរូងវាខូចទៅវាបដើពិបាកអញ្ចឹងទៅកាលពីថ្ងៃទី30ខែតុលាដែលជាថ្ងៃទី2នៃយុទ្ធនាការល្បាតព្រៃព្រះរកាដឹកនាំដោយព្រះសង្ឃបុត្រប៊ុនតេងបានបន្តការល្បាតព្រៃទាំងយប់ពលគឺធ្វើដំណើររហូតក្នុងរយៈពេល24ម៉ោងដើម្បីចាប់បទល្មើសព្រៃឈើការសម្រេចល្បាតព្រៃទាំងយប់កើតឡើងនៅក្រៅពេលដែលក្រុមនេះបានរកឃើញថាមានអ្នកលួចផ្ដោតដំណឹងពីដំណើរល្បាតការពារព្រៃទៅឲ្យពួកអ្នកលួចកាប់ឈើនេះជាលើកទី1ហើយដែលក្រុមល្បាតព្រៃរួមមានសហគមន៍ប្រមេនិងក្រុមព្រះសង្ឃផងបានល្បាតព្រៃទាំងយប់ការធ្វើដំណើរនៅពេលថ្ងៃបានជួបការលំបាកជាច្រើនរួចទៅហើយតម្រាំតែការធ្វើដំណើរពេលយប់គឺរឹតតែមានការលំបាកផ្សេងបន្ថែមទៀតនៅពេលយប់ងងឹតកណ្ដាលព្រៃសំឡេងគោយន្តរោលាន់ឮពេញព្រៃនៅពេលដែលស្ថានភាពផ្លូវកាន់តែយ៉ាប់ខ្លាំងនៅក្រៅពេលមានភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី29ខែតុលាអ្នកចូលរួមល្បាតព្រៃខ្លះត្រូវធ្លាក់ពីលើគោយន្តនៅពេលដែលគោយន្តជួបស្ថានភាពផ្លូវពិបាកភ្លាមនិងបត់បែនមិនទាន់ប្រធានសហគមន៍ប្រមេនិងជាអ្នកបើកគោយន្តលោកសុតសវណ្ណមានប្រសាសន៍បន្តថាស្ថានភាពផ្លូវកាន់តែពិបាក You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu Asia Serai. Nǐ chi càm bi tiệp xáyរបស់វិទ្យុ Asia Serai ជាភាសាខ្មែរវិទ្យុ Asia Serai សូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកខ្ញុំបាទហេងសកលសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីចា៎នាងខ្ញុំម៉ៅសុធានីក៏សូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃសៅរ៍11កើតខែមករាឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី10ខែធ្នូគ្រិស្តសករាជ2016ចា៎ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃអ្នកវិភាគលើកឡើងថាអង្គភាពប្រឆាំងអំពើពុករលួយអាចស៊ើបអង្កេតបានលើសារសន្ទនាបែកធ្លាយរវាងគ្រួសារលោកហ៊ុនសែននិងនាងធីសវណ្ណថាចាត់តុលាការនឹងប្រកាសសាលក្រមថ្មីចាប់ប្រកាន់លោកសំរងស៊ីពីបទក្លែងបន្លំឯកសារសាធារណៈនៅថ្ងៃទី27ខែធ្នូសំណុំរឿងឃាតកម្មលើលោកបណ្ឌិតកែមលីតុលាការនៅតែបន្តស៊ើបអង្កេតនៅឡើយអ្នករដាល់លំដាប់ពិភពលោកនិងប្រធានាធិបតីហ្វីលីពីននឹងមកទស្សនកិច្ច2ថ្ងៃនៅកម្ពុជារួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដាចាលោកនាងជាទីមេត្រីអង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បើកការស៊ើបអង្កេតលើសារឆ្លងឆ្លើយគ្នាតាមបណ្ដាញសង្គមហើយតែគេសង្ស័យថាជាសារសម្លេងនិងជាសារអក្សររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនម៉ាណិតនិងកញ្ញាធីសវណ្ណថានៅឡើយទេចំណែកឯអ្នកវិភាគវិញយល់ថាសារនេះគឺជាតម្រុយមួយសម្រាប់អង្គភាពប្រឆាំងអំពើពុករលួយអាចបើកការស៊ើបអង្កេតបានចាអ្នកស្រីខែសំណងរាយការណ៍ព័ត៌មាននេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយថាมันមានសមត្ថកិច្ចស៊ើបអង្កេតសារសន្ទនាដែលបានបែកធ្លាយដែលសង្ស័យថាធ្វើឡើងរវាងគ្រួសារលោកហ៊ុនសែននិងកញ្ញាធីសវណ្ណថានោះទេ
លោកអោមយិនទៀងប្រធានអង្គភិបនេះឆ្លើយតបទៅនឹងសំណួររបស់អាស៊ីសេរីថាអង្គភិបប្រឆាំងអំពើពុករលួយពុំមានសមត្ថកិច្ចស៊ើបអង្កេតសារសន្ទនាដែលបានបែកធ្លាយតាមបណ្ដាញសង្គម Facebook ដែលគេសង្ស័យថាជាសារសម្លេងនិងសារជាអក្សររបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយកញ្ញាធីសវណ្ណថានិងសាររវាងកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណិតនិងកញ្ញាធីសវណ្ណថានោះឡើយលោកបន្តថាការចាប់សំណុំរឿងរបស់លោកកឹមសុខានិងនាងឃុំច័ន្ទរាទីហៅស្រីមុំកន្លងមកមិនមែនជារឿងសម្ព័ន្ធភាពផ្លូវភេទរបស់បុគ្គលនោះទេប៉ុន្តែការចាប់នោះដោយសារមានការបែកធ្លាយសារដល់រឿងសោកប៉ាន់សាក់សីខ្ញុំអរគុណណាស់បើអាស៊ីសេរីឲ្យតម្រុយមកខ្ញុំថាហ្នឹងវាពាក់ព័ន្ធវិត្រាអានៃច្បាប់យើងខ្ញុំព្រោះខ្ញុំឃើញអាស៊ីសេរីមានចេតនានយោបាយច្បាស់លាស់មូលបង្កាច់យើងខ្ញុំចាប់លើកមុននេះអត់មានចាប់រឿងអាណាទៅរកស្រីញីអីពុនចុងពុនដើមទេអញ្ចឹងឥឡូវរឿងបែកធ្លាយនឹងពាក់ព័ន្ធស្អីដែលជាសមត្ថកិច្ចរបស់យើងខ្ញុំសូមប្រាប់អត់ត្រង់មកថាណែអមទៀងខ្ញុំឃើញនិយាយចេះបើតាមច្បាប់ការចេះវាមាននេះខ្ញុំសូមឆ្លើយត្រង់ចឹងបើសំណួររបៀបនយោបាយខ្ញុំសូមឆ្លើយនយោបាយវិញលោកអោមយិនទៀងថ្លែងបែបនេះនៅពេលជួបអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ទិវាប្រឆាំងអំពើពុករលួយថ្ងៃទី9ធ្នូដែលធ្វើឡើងនៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីពេលថ្មីនេះមានការបែកធ្លាយសារសន្ទនាមួយដែលគេសង្ស័យថាជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងកូនប្រុសរបស់លោកគឺលោកហ៊ុនម៉ាណិតជាប្រធានអង្គភាពចារកម្មនៃក្រសួងការពារជាតិដែលបង្ហាញពីការពិភាក្សាគ្នារវាងកញ្ញាធីសវណ្ណថាអំពីមធ្យោបាយបង្ខូចឈ្មោះនិងរៀបចំផែនការបំផ្លាញគណៈបកប្រឆាំងតកតងទៅនឹងបញ្ហានេះនាយកកម្មវិធីនៃអង្គការដំឡាភិបកម្ពុជាលោកពេជ្រពិសីថ្លែងថាករណីបែកធ្លាយនេះលោកពុំឃើញមានតម្រុយណាមួយនៃការសោកប៉ាន់និងប្រព្រឹត្តអំពើពុករលួយទេប៉ុន្តែលោកស្នើឲ្យ ACU អនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាតើក្នុងករណីនៃការសន្ទនាគ្នានេះតើមានតម្រុយឬអត់នេះជាសមត្ថកិច្ចដែលអង្គភាពប្រឆាំងអំពើពុករលួយអាចសម្រេចចិត្តដោយខ្លួនឯងបានប៉ុន្តែលោកអ៊ូវរៈប្រធានអង្គការវេទិកាអនាគតមានទស្សនៈថាវាជាករណីមួយមានថវិកាច្រើននិងពាក់ព័ន្ធជាមួយបុគ្គលសាធារណៈផងដែលជារឿងមួយគួរឲ្យយកចិត្តទុកដាក់ប៉ុន្តែបើសិនជាបន្តឃ្លាំមើលក្រែងលោមានតម្រុយជាងនេះទៅទៀត ACU អាចផ្ញើលិខិតទៅសាកសួរបានទៀតផងលោកថាការស៊ើបអង្កេតលើរឿងបែបនេះក៏ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលដែរប៉ុន្តែប្រហែលជាពិបាកពីព្រោះ ACU មិនទាន់ឯករាជ្យពីនាយករដ្ឋមន្ត្រីនោះទេតែយើងមើលមែនតើវិភាគមែនតើទៅគឺគាត់ទៅជួបជាពីនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីខ្ញុំមើលទៅមានឯកសារទៅការឆ្លើយតបរបស់គាត់ជាមួយគ្នានោះលោកអោមយិនទៀងក៏បានឆ្លើយតបទៅនឹងការអំពាវនាវរបស់សង្គមស៊ីវិលកាលពីពេលថ្មីនេះដែលទាមទារឲ្យបង្ហាញតម្លាភាពនៃថវិកាមូលនិធិរបស់កញ្ញាធីសវណ្ណថាពលគឺត្រូវមានតម្លាភាពពីប្រភពដែលធីសវណ្ណថាបានទទួលប្រាក់លោកអោមយិនទៀងបានឆ្លើយតបដូចនេះឥឡូវមានចលនាមួយ NGO មិនទាឲ្យធីសវណ្ណណាតម្លាភាពផងខ្ញុំអរដែរវាមិនចូលប៉ុន្តែវានៅក្នុងកិច្ចការប្រកាសធ្វើទាំងអស់គ្នាដែរឥឡូវ NGO 4000ស្រុកខ្មែរធ្វើទាំងអស់គ្នាមកកុំចាប់បខំតែមួយធ្វើអា3000ទៀតមិនធ្វើហ្មងទេអ្នកឯងទទួលលុយពីបរទេសមកហ្មងនិយាយគ្នាដូចគ្នាកុំឲ្យ NGO ក្នុងស្រុកខ្មែរគ្នាលហាមគ្នាអត់អីទីបំផុតគ្នាដួលងាប់ម្ដងមួយហើយ NGO ដាក់4 5ទេលុយកោភ្នំមកហើយអត់មានអាណាត្រួតពិនិត្យបានទៀតកាលពីថ្ងៃអាទិត្យសប្តាហ៍មុនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ល្បីឈ្មោះកញ្ញាធីសវណ្ណថាបានប្រកាសខ្លួនថាទទួលថវិកា$3 លានពីបណ្ដាញមូលនិធិអន្តរជាតិដើម្បីឧបត្ថម្ភលើការផ្ដល់អាហារូបករណ៍សិក្សាជាបន្តបន្ទាប់នៅឧត្តមសិក្សាបានជំរុញឲ្យមានការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលឲ្យបង្ហាញពីតម្លាភាពនៃប្រភពថវិកានេះមួយសប្តាហ៍បន្ទាប់ពីការបែកធ្លាយដែលគេសង្ស័យថាជាសារសន្ទនាដែលបង្ហាញពីការសន្យាផ្ដល់ប្រាក់ចំនួន$1 លានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនទៅឲ្យរូបនាងកន្លងទៅនៅពេលមានការបញ្ចេញខ្សែអត្ថសម្លេងឆ្លើយឆ្លងដែលគេសង្ស័យថាជារបស់លោកកឹមសុខានិងអ្នកនាងឃុំច័ន្ទរាទីហៅស្រីមុំករណីនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការស៊ើបអង្កេតក្រោយពីមានពាក្យបណ្ដឹងមួយចំនួនប្រឆាំងនឹងលោកកឹមសុខាបណ្ដឹងទាំងនេះបានធ្វើឲ្យលោកកឹមសុខាត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារចំនួន5ខែនិងមេឃុំគណៈបកប្រឆាំងមួយរូបជាប់ពន្ធនាគារ5ឆ្នាំផងដែរក្រៅពីនោះនៅមានមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីកោជបចំនួន5នាក់កំពុងជាប់ពន្ធនាគារនៅឡើយចា៎នាងខ្ញុំខែសុណងអាស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីប៉ះសិនបើលោកនាងចង់ទស្សនាវីដេអូអំពីរឿងនេះសូមលោកនាងកញ្ញាចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរី
www.rfa.org/khmer និង YouTube www.youtube.com/rfa ខ្មែរវីដេអូចាហើយនឹងតាមបណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa Cambodia ចាសូមអរគុណលោកដានៀងកញ្ញាជាទីមេត្រីចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកលៀងសំណាត់និងប្រកាសសាលក្រមថ្មីមួយទៀតចោទប្រកាន់លោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិនៅថ្ងៃទី27ខែធ្នូឆ្នាំ2016ខាងមុខចាលោកសំរងស៊ីនិងជំនួយការរបស់លោកពីរនាក់ទៀតរួមមានលោកសម្បត្តិសັດឆាដែលជាអ្នកកាត់តវីដេអូហើយនិងលោកអឹងជុងលៀងហើយកូនជ្រូកត្រូវបានតុលាការចោទប្រកាន់ពីបទសំគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា29មាត្រា629និងមាត្រា495នៃក្រមព្រហ្មទណ្ឌចាំមេធាវីការពីក្តីរបស់លោកសំរងស៊ីគឺលោកសំសុគង្គឲ្យដឹងថាសវនាការកាលពីថ្ងៃសុក្រម្សិលមិញគឺមានលោកហុងសុខួរចូលរួមជាសាក្សីលោកហុងសុខួរគឺជាសមាជិកប្រតិភិមកពីគណៈបកសំរងស៊ីដែលបានត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ7ឆ្នាំក្រោមបទចោទចំនួន3ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមកាលពីថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2016លោកមេធាវីសំសុគង្គបន្តថាក្រុមប្រឹក្សាជំនុំជម្រះសាកសួរលោកហុងសុខួរដែលជាសាក្សីទៅជាជនជាប់ចោទទៅវិញហើយថាការសាកសួរសាក្សីនេះគឺខុសពីអង្គហេតុនៃសវនាការដោយសារនៅក្នុងសំណុំរឿងសវនាការឯនេះគឺយើងសវនាការលើសំណុំរឿងសំគំនិតបាទអញ្ចឹងយើងគួរតែសួរតាក់ទងនឹងតំណែងតំណងរវាងចារីហើយអ្នកប្រព្រឹត្តហ្នឹងជាមួយនឹងអ្នកដែលហៅថាអ្នកសំគំនិតប៉ុន្តែអ្វីដែលជាការសួរគឺសួរតាក់ទងនឹងអង្គហេតុនៃការបរោះព្រំដែនការបរោះសិទ្ធិសញ្ញាផ្សេងៗទៅវិញចាលោកសំសុគង្គពុំមានជំនឿថាកូនក្តីរបស់លោកទទួលបានយុត្តិធម៌ពីតុលាការនោះឡើយលោកថាកន្លងមកបើទោះបីជាក្រុមមេធាវីរបស់លោកបានបង្ហាញភស្តុតាងដោះបន្ទុកយ៉ាងណាក្តីក៏តុលាការនៅតែផ្តន្ទាទោសដដែលចាក្រៅតែពីទទួលរងការចាប់ប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងយុត្តិធម៌លោកផុនបណ្ឌិតយល់ថាទោះឈ្នះឬចាញ់គឺជារឿងធម្មតាក៏ប៉ុន្តែលោកសប្បាយចិត្តនៅពេលដែលបានចូលរួមប្រកួតប្រជែងនិងស្នើមានកម្មវិធីបែបនេះតទៅទៀតរូបខ្ញុំនិយាយពីដូចថាធម្មតានៅក្នុងស្រែដែលគេប្រើជាតិគីមីអញ្ចឹងគេណាប្រើជីគីមីច្រើនអាភេវៈរស់ដូចជាក្តាមខ្យងអីវាអត់សូវនៅវាអត់មានលទ្ធភាពរស់នៅក្នុងអាបរិស្ថានបែបហ្នឹងឯងអញ្ចឹងរូបនេះសំដៅទៅលើខ្ញុំថតទៅវាមានអាពងខ្យងយើងជាប់មួយដើមស្រូវដើមJLP ទាំងអស់នឹងទទួលបានលិខិតបញ្ជាក់ពីចំណាត់ថ្នាក់ពីក្រសួងបរិស្ថានហើយ JLP ដែលទទួលបានចំណាត់ថ្នាក់ពីលេខ1ដល់លេខ3ទទួលបានម៉ាស៊ីនថតរូបម្នាក់មួយគ្រឿងរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសៃសំអាលនឹងផ្ដល់រង្វាន់ដល់ JLP នៅរសៀលថ្ងៃទី11ខែធ្នូឆ្នាំ2016ខ្ញុំប្រាជ្ញាអាស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាជាទីមេត្រីនៅឯខេត្តកំពង់ឆ្នាំងឯនោះវិញអង្គការក្តីករណាបានដាក់តាំងពិព័រណ៍រូបភាពនិងឯកសារនានាទាក់ទងនឹងរបបខ្មែរក្រហមចាប់ពិធីតាំងពិព័រណ៍ចល័តនេះក៏បើកឱកាសឲ្យជនជាតិភាគតិចចាមនិងវៀតណាមដែលជាជនរងគ្រោះក្នុងរបបនេះបានថ្លែងពីទុក្ខលំបាកនិងការធ្វើទុកបុកម្នេញមកលើខ្លួនពីសំណាក់អតីតមេដឹកនាំខ្មែរក្រហមចាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកជិនជាថាអំពីបញ្ហានេះឈុតឆាកសម្ដែងរូបភាពនិងវីដេអូឯកសារដែលនិយាយផ្ដោតលើការធ្វើបាបជនជាតិភាគតិចចាមនិងវៀតណាមរស់នៅប្រទេសកម្ពុជាបានរៀបចំក្នុងបរិវេណវត្តសំរោងស្ថិតនៅសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងការរៀបរាប់របស់ជនរងគ្រោះនិងរូបភាពឯកសាររំលឹកនៅរឿងរ៉ាវឈឺចាប់នេះបានធ្វើឲ្យអ្នកចូលរួមប្រមាណ100នាក់សម្ដែងការក្តុកក្តួលចិត្តនិងអាណត្តិជនរងគ្រោះក្នុងរបបនោះដែលមិនដឹងរដ្ឋប្រវេណីនិងជាជនរងគ្រោះជនជាតិចាមម្នាក់លោកស្រីហាក់សវីមានប្រសាសន៍ថារឿងឈឺចាប់មួយក្នុងចំណោមរឿងរ៉ាវជាច្រើនទៀតដែលលោកស្រីឆ្លងកាត់ក្នុងរបបនោះគឺខ្មែរក្រហមបានបង្ខំឲ្យលោកស្រីហូបសាច់ជ្រូកហើយបើមិនហូបគាត់ត្រូវគេយកទៅវាយចោលក្រោយមកលោកស្រីនៅតែមិនព្រមហូបហើយមានជនរងគ្រោះដូចគ្នាបានជួយអង្វរចំណែកលោកស្រីក៏ប្រឹងប្រែងរែកដីជាថ្នូរនឹងការអនុគ្រោះនេះទើបលោកស្រីរ
រួចផុតពីសេចក្តីស្លាប់គាត់ទៅគេយល់មិនគេថាចឹងគាត់ធ្វើការថ្ងៃនេះទុកគាត់ទៅគាត់ក៏បីអត់ហូបយ៉ាងណាក៏គាត់ខឹងធ្វើការដែរយ៉ាងនេះឈឺចាប់បងប្អូនអីយកទៅវាយអស់ហើយ4គ្រួសារយកទៅអស់ហើយក្រុមទៅ26នាក់ទៅអាតូចទុចជាងនិយាយណានិយាយទៅមនុស្សចាស់ទៅចឹងណាបាននិយាយទៅរត់ធូរចិត្តដែរយ៉ាងណានាយកប្រតិបត្តិរបស់អង្គការក្តីករុណាលោកតឹមវិនីថ្លែងថាកំពង់ឆ្នាំងគឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន5ដែលអង្គការរបស់លោករៀបចំតាំងពីពណ៌រូបភាពនិងឯកសារទាក់ទងនឹងរបបខ្មែរក្រហមលោកថាការតាំងពីពណ៌ចល័តនេះគឺជាសំណងផ្សះផ្សាផ្លូវចិត្តរបស់សាលាក្តីខ្មែរក្រហមបានផ្ដល់ជូនជនរងគ្រោះហើយវាក៏ជាការរំលឹកដល់ក្មេងជំនាន់ក្រោយកុំឲ្យជន់ដានប្រវត្តិសាស្ត្រនេះយើងចង់ធ្វើការផ្សព្វផ្សាយទៅដល់ខេត្តឬក៏ទីតាំងណាដែលមានបងប្អូនជនជាតិចាមឬវៀតណាមដែលគាត់រស់នៅក្នុងតំបន់នោះហើយជាពិសេសដែលមានដើមបណ្ដឹងរដ្ឋប្រវេណីដែលគាត់ជាតំណាងជនជាតិខ្មែរឥស្លាមហើយនៅវៀតណាមចំណែកមេធាវីតំណាងដើមបណ្ដឹងរដ្ឋប្រវេណីរបស់ជនរងគ្រោះដែលជាជនជាតិភាគតិចលោកឡាវជុនធីថាការពិតជនរងគ្រោះដែលធ្វើតំណាងដើមបណ្ដឹងបានចូលសាលាក្តីខ្មែរក្រហមដើម្បីផ្ដល់សក្ខីកម្មឬបង្ហាញពីរឿងរ៉ាវដែលបានកើតឡើងចំពោះខ្លួនរួចហើយប៉ុន្តែការទម្លាយនៅរឿងរ៉ាវឈឺចាប់របស់ខ្លួនប្រាប់សាធារណជនទៀតនេះក៏ជាផ្នែកមួយអាចរំសាយកំហឹងរបស់ពួកគេដែរក្នុងនាមយើងជាមេធាវីពួកគាត់និយាយចំយើងបានសម្ភាសគាត់បង្ហាញពីការឈឺចាប់របស់គាត់និយាយចំវាឈឺចាប់ខ្លាំងចេះការតាំងពីពណ៌នេះវាជាប្រភេទសំណងមួយហើយប្រភេទសំណងហ្នឹងយើងរៀបចំដាក់ស្នើទៅតុលាការដើម្បីឲ្យទទួលស្គាល់ពីសម្លេងរបស់ពួកគាត់មានន័យថាតើនៅក្នុងសម័យខ្មែរក្រហមហ្នឹងពួកគាត់នឹងរងទុក្ខវេទនាយ៉ាងដូចម្ដេចហើយផលប្រយោជន៍តទៅគឺថាដើម្បីឲ្យជាតិទាំងអស់ហ្នឹងរួបរวมគ្នាចេះរស់នៅជាមួយគ្នាសុខដុមរមនាជាមួយគ្នាលោកមេធាវីឲ្យដឹងថានៅចុងឆ្នាំ2016ឬដើមឆ្នាំ2017ខាងមុខតុលាការនឹងបិទបញ្ចប់សំណុំរឿង002វគ្គ2ហើយសំណុំរឿងរបស់ជនជាតិភាគតិចចាមនិងវៀតណាមក៏ត្រូវបិទបញ្ចប់រងចាំសេចក្តីសម្រេចរបស់តុលាការដែរខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងរដ្ឋាភិបាលលុបចោលការបង់ថ្លៃភាគីចំពោះប្រជាពលរដ្ឋលក់ដូរតិចតួចតាមកញ្ច្រែងដើម្បីបង្ហាញការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្រសារាចររបស់រដ្ឋាភិបាលកាលពីថ្ងៃទី5ខែធ្នូបញ្ជាក់ថារដ្ឋាភិបាលសម្រាប់លុបចោលការបង់ភាគីនិងបង់ថ្លៃផ្សេងៗចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែងកញ្ជើនិងល្អីនៅតាមទីផ្សារទូទាំងប្រទេសចាសារាចរដដែលនេះបន្តថាការលក់ដូរតូចតាចរបស់ប្រជាពលរដ្ឋគឺលក់កសិផលពីដំណាំដាំដុះនិងដំណាំធម្មជាតិនៅតាមកន្លែងលក់ដូរគឺជារបៀបលក់ដូរបណ្ដោះអាសន្នចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារមួយចំនួនផ្ដោតអំពីសង្គមស៊ីវិលនិងសហគមន៍អះអាងថាសត្វផ្សោតបានផ្លាស់ទីពីអន្លង់ឈើទាលទៅរស់នៅតំបន់ព្រំដែនឡាវគ្រប់គ្រងសកម្មភាពគោយន្តល្បាតព្រៃព្រះរកា24ម៉ោងដើម្បីទប់ស្កាត់ការកាប់ព្រៃឈើម្ចាស់ទូកដឹកភ្ញៀវទេសចរចេញទៅកោះនានានៅខេត្តព្រះសីហនុក្រុងតវ៉ាដើម្បីទាមទារដំណោះស្រាយពីការបង់ប្រាក់ទៅអាជ្ញាធរ$3នៅចុងក្រោយលោកអ្នកនាងនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារបាទលោកអ្នកនាងជាទីមេត្រីពលរដ្ឋរស់នៅតាមដងទន្លេមេគង្គនិងអង្គការសង្គមស៊ីវិលសម្ដែងក្តីបារម្ភពីការបំលាស់ទីរបស់សត្វផ្សោតពីអន្លង់អភិរក្សឈើទាលទៅរស់នៅខ្សែទឹកខាងលើនៃព្រំដែនប្រទេសឡាវដោយសារសម្លេងរំខាននិងការបំទុះថ្មនៅការដ្ឋានសង់សង់ទំនប់ដនសហុងនៅក្បែរនោះការផ្លាស់ទីនេះបង្កឧបសគ្គច្រើនដល់សត្វផ្សោតខណៈច្រកសំខាន់ដែលផ្សោតធ្វើដំណើរសម្បូរប្រជាជនឡាវនេសាទប្រើឧបករណ៍ខុសច្បាប់
សហគមន៍អេកូទេសចរឃុំព្រះរំកិលត្អូញត្អែពីការធ្លាក់ចុះប្រាក់ចំណូលវិស័យទេសចរយ៉ាងគំហុកដោយសារគ្មានវត្តមានសត្វផ្សោតនៅអន្លង់អភិរក្សឈើទាលលោកម៉ែនសុធីរាយការណ៍ពិស្ដារអំពីរឿងនេះសហគមន៍ឃុំព្រះរំកិលខេត្តស្ទឹងត្រែងអំពីវិនិយោគជាថ្មីទៀតទទូចឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធធ្វើការស្រាវជ្រាវឡើងវិញពីផលប៉ះពាល់ធនធានធម្មជាតិនិងរកមធ្យោបាយអភិរក្សសត្វផ្សោតរស់នៅតំបន់នោះឲ្យគង់វង្សដើម្បីបម្រើវិស័យទេសចរក្នុងតំបន់ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី7ខែធ្នូក្រោយពីរកឃើញថាសត្វផ្សោតធ្វើចរាចរណ៍ពីអន្លង់អូឈើទាលទៅកាន់អន្លង់អភិរក្សកន្ទុយកោះល្បាក់និងអន្លង់អភិរក្សភ្នំបន្ទុំចេករយៈពេល3ខែមកហើយគណៈកម្មការអេកូទេសចរឃុំព្រះរំកិលលោកផយវណ្ណាចាត់ទុកការបំលាស់ទីរបស់សត្វផ្សោតគឺជាសញ្ញាបង្ហាញពីផលប៉ះពាល់បរិស្ថាននិងសង្គមជាក់ស្ដែងបណ្ដាលឲ្យប៉ះពាល់ប្រាក់ចំណូលសេដ្ឋកិច្ចរបស់សហគមន៍និងភ្ញៀវទេសចរលោកថាត្រីផ្សោតរស់នៅអន្លង់អូឈើទាល3ក្បាលបានបង្ខំចិត្តទៅរស់នៅខ្សែទឹកខាងលើឆ្ងាយពីអន្លង់អភិរក្សឈើទាលជាង3គីឡូម៉ែត្រតំបន់នោះសម្បូរដោយអ្នកនេសាទច្រើនលោកសង្កេតឃើញថាការបំលាស់ទីសត្វផ្សោតពីអន្លង់អូឈើទាលដោយសារការរំខានដោយសារសំឡេងរំញ័រថ្មទាំងយប់ថ្ងៃបង្ហូរកាកសំណល់គីមីចូលទន្លេនិងប្រើប្រាស់ភ្លើងអគ្គិសនីនៅពេលយប់ដើម្បីសាងសង់ទំនប់វារីអគ្គិសនីដនសហុងបង្កភាពភ័យខ្លាចដល់សត្វផ្សោតដែលរស់នៅតំបន់នោះខ្ញុំក៏សូមសំណូមពរដល់នាយករដ្ឋមន្ត្រីផ្ទាល់ក៏ដូចអង្គការស៊ីវិលផ្ទាល់បាទឲ្យមានជំនាញចុះមកសិក្សាបន្ថែមទៀតដើម្បីធ្វើឲ្យឡានមានការទទួលការខុសត្រូវបាទពីបញ្ហាសាងសង់វិរីអគ្គិសនីនេះព្រោះអីខ្ញុំដែលជាសហគមន៍នៅទីនេះគឺឃើញផ្ទាល់ផ្នែកនៃការប៉ះពាល់លោកផយវណ្ណារំលឹកថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថាកម្ពុជាបានចុះពិនិត្យស្ថានភាពគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងរួចហើយពុំមានបញ្ហាចោទនោះទេលោកក៏សម្គាល់ថានៅពេលដែលសត្វផ្សោតបំលាស់ទីទៅរស់នៅកន្លែងថ្មីមានភ្ញៀវជាតិនិងអន្តរជាតិជាច្រើនបានខកបំណងដែលចង់ទស្សនាសត្វផ្សោតនៅអន្លង់ឈើទាលលោកត្អូញថាមុនពេលគេមិនទាន់សាងសង់ទំនប់ដនសហុងសហគមន៍អេកូទេសចរព្រះរំកិលលក់សម្បត្តិមួយថ្ងៃចាប់ពី$500ដល់$1,000តែបច្ចុប្បន្នការលក់សម្បត្តិមិនបាន$100ផងភ្ញៀវទេសចរដែលមកពីខាងឡាវឬក៏មកពីខាងខ្មែរដែលគាត់ចង់មើលផ្សោតនៅតំបន់អន្លង់យើងនេះអត់ឃើញទេគឺគាត់នាំគ្នាកិច្ចពីនេះតែតាមមើលផ្សោតអត់បានចូលដោះយើងហើយសម្បត្តិដូចជាភ្ញៀវម្នាក់ពីឡាវគឺបាត់បង់ថវិកាទាំងស្រុងនៅរយៈពេល3ខែពលរដ្ឋរស់នៅឃុំព្រះរំកិលស្រុកថ្លាបរវត្តលោកហួតសេងក៏សម្ដែងការមិនសប្បាយចិត្តចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែរតែកតិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងលោកសង្កេតឃើញថាពលរដ្ឋរស់នៅឃុំព្រះរំកិលរាប់ពាន់គ្រួសារភាគច្រើនរកប្រាក់ចំណូលពីវិស័យទេសចរ